បងអែមខ្មែរនេះគឺថៃឃ្លាំមើលកម្ពុជាក្រែងចល័តអាវុធ PHL 03ទៅព្រំដែនចុះថៃនឹងក៏រវល់ពលទុកម៉េះជាមួយនឹងខ្មែរដែលអាសំណាញ់មេឃក៏គ្មានអាវុធយុទ្ធភ័ណ្ឌអីហ្នឹងយើងនឹងវាចាញ់ថៃច្រើនគ្រប់យ៉ាងទៅហើយនឹងរួយបើថៃគ្រាន់បើខ្មែរមានអស់នេះស្មានតែថៃអាចឈ្លានពានដែនអធិបតេយ្យកម្ពុជាមកទម្លាក់គ្រាប់រហូតដល់តំបន់ស្រីស្នំជិត90គីឡូម៉ែត្រនៅក្នុងដីខ្មែរដោយសារតែយើងវាគ្មានអាវុធយុទ្ធភ័ណ្ឌទំនើបធ្ងន់ធ្ងរនឹងហើយមានខ្លះដែរមានកំជ្រួចវង BM21 ហើយបងប្អូនដឹងBM21 យើងនឹងបាញ់បានប្រមាណយ៉ាងច្រើននឹងឆ្ងាយបំផុតនឹង40គីឡូដីហ្នឹងឬក៏និយាយទៅគឺកញ្ជ្រួចវងនេះមែនតើ BM21 ហ្នឹងគឺតតរុញឲ្យចិត្តមែនតើទៅដល់ព្រំដែនតែម្ដងដើម្បីបាញ់ឲ្យកាន់តែឆ្ងាយបើនៅឆ្ងាយហ្នឹងនៅក្នុងតែរង្វង់ប្រហែលជាមិនលើសពី40គីឡូដីនិយាយទៅគឺបាញ់មានប្រសិទ្ធភាពត្រឹមប្រហែលជា20គីឡូដីអីជាងតែប៉ុណ្ណឹងទេចំណែកឯកំជ្រួចវងមួយវងទៀតនោះដែលជាប្រភេទផលិតអាវុធយុទ្ធភ័ណ្ឌទំនើបប៉ុន្តែជារបស់ចិនដែលហៅថា PHL 03ដែលជាកំជ្រួចបាញ់រយៈចម្ងាយដែរជាប្រភេទរ៉ុកែតប្រព័ន្ធបាញ់កំជ្រួចរ៉ុកែតរយៈចម្ងាយហ្នឹងគឺបាញ់លើស BM21 ហ្នឹងបានជាង2ដងឯណោះចាំបានន័យថាឬក៏អាចជាង2ដងឯណោះព្រោះអីបាញ់បានរយៈចម្ងាយដល់81គីឡូដីអញ្ចឹងបើសិនជាកម្ពុជារុលកាភ្លើងប្រព័ន្ធបាញ់គ្រាប់រ៉ុកែតដែលជាប្រភេទអាវុធយុទ្ធភ័ណ្ឌរបស់ចិននេះឲ្យទៅគៀកព្រំដែនថៃគឺបាញ់បានឆ្ងាយណាស់ចូលដល់ក្នុងដែនអធិបតេយ្យរបស់ថៃនឹងជ្រៅដល់តំបន់ភូមិឋានប្រជាពលរដ្ឋដែលមែនតើទៅផុតពីតំបន់យោធាពលានឬក៏ថាគេហៅអីសមរភូមិខ្សែត្រៀមជួរមុខរបស់ថៃទៅហើយហេតុអីបានជាសុករឿងរ៉ាវដែលខ្លួនឯងសម្ឲ្យក្នុងខោមួយថ្ងៃឈូសឆាយបលាលួសកុងតឺន័រចាក់បេតុងធ្វើនេះធ្វើនោះអត់ចប់នោះ20អីនឹងរឿងខ្មែរដែលរឿងចល័តកាភ្លើងឬក៏អាវុធយុទ្ធភ័ណ្ឌរបស់ចិន PHL 03នេះតាមពិតថៃដឹងខ្លួនឯងដែរធម្មតាយើងដឹងហើយតែយើងខូចគេយើងប្លន់គេយើងឆក់គេហើយទៅយើងយកទ្រព្យរបស់គេយកទៅអោបនៅក្នុងខ្លួននឹងវាក្តៅក្រហល់ក្រហាយដែរវាមិនស្រួលប្រមាណទេព្រោះយើងដឹងហើយយើងទ្រព្យរបស់កម្ពុជារបស់ខ្មែរនេះគឺជាទ្រព្យក៏ជាប់នឹងប្រាណជារបស់កម្រណាស់ខំប្រឹងការពារណាស់ពីដើមឡើយធំធេងណាស់មហាអាណាចក្រខ្មែរដល់ណាដល់នៃអយុធ្យាដល់ភូមាដល់អីមកជាទៅតំបន់ឥណ្ឌូចិនយើងនៅអាស៊ីអាគ្នេយ៍ហ្នឹងគឺដែនដីអាណាចក្រយើងនឹងវាធំសម្បើមប៉ុន្តែយូរទៅវារួញបន្តិចម្ដងព្រោះមេដឹកនាំខ្មែរស្ដេចខ្មែរចេះតែឆ្លោះគ្នាអត់ត្រូវគ្នានឹងឆ្លោះតែគ្នាឯងនិយាយទៅគឺសង្គ្រាមបាត់ទឹកបាត់ដីហ្នឹងដោយសារតែរឿងឆ្លោះគ្នាតែគ្នាឯងរាប់ចំនួនហើយមិនមែនតែចំនួននេះទេហើយអត់រៀងទេប្រវត្តិសាស្ត្រហ្នឹងនៅតែចាដានមកថាមេដឹកនាំខ្មែរគឺខំគ្នារហូតតតែខ្ទេចខ្ទីអស់អញ្ចឹងឯងបានដោយសភាសិទ្ធខ្មែរដែលលោកចិត្តតែអប់រំព្រៀនប្រដៅដែរថាឆ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់ទ្របឲ្យចោលមិនហើយនៅក្នុងគ្រួសារតែឆ្លោះគ្នាហ្នឹងគឺហែកជេរបចោបតិចផ្ដាសាដឹងរឿងរាក់ជ្រៅក្នុងគ្រួសារហ្នឹងគ្មានលក្ខគ្មានលៀមទេគឺថាអស់គេអស់ខ្មាស់ចឹងបរហាញញាតចិត្តខាងហ្នឹងគេដឹងគេលឺអស់ខូចគេខូចឈ្មោះខូចអីចឹងទៅតែដល់ពេលឆ្លោះគ្នាក្នុងសង្គមជាតិយើងឆ្លោះគ្នាបកប្រឆាំងទៅបកប្រឆាំងបកកាន់អំណាចងើបមួយវាយមួយចាប់ដាក់គុកគឺថាលៀបពណ៌ដកសញ្ជាតិអ្នកនេះអ្នកនោះយើងអត់ត្រូវគ្នាអញ្ចឹងមកយោមកហើយយើងធ្វើហ្នឹងដល់ចុងក្រោយមានបានប្រយោជន៍អីវាដូចជាលាតកំណប់យើងឲ្យចោលឃើញចោលថៃគេបានដៃយកខ្ទេចដោយសារអីយើងកំពុងតែឆ្លោះគ្នាអាហ្នឹងដូចថាយើងឃើញរូបភាពមួយនៅក្នុងឯកសារសัตว์ដែលគេបង្ហាញអំពីសัตว์ពីរគឺសัตว์ក្តាន់ពីរដែលវាខំគ្នាស្នែងគេហ្នឹងគឺជុលគ្នាខ្លាំងដល់ពេលមានសัตว์ខ្លាសัตว์តោអីមកខំស៊ីទៅវាជាជាងឲ្យយើងនាំគ្នារួមកម្លាំងគ្នាដើម្បីបុកអាតោហ្នឹងឲ្យធ្លុះធ្លាយដើម្បីឲ្យរួចជីវិតអត់ឡាយតែតនឱកាសមានខំគ្នាប្រទៀងគ្នាឯងហ្នឹងទៀតអញ្ចឹងអាតោហ្នឹងក៏បានដៃអាគ្នាឯងក៏ខំគ្នាឯងតើលទ្ធផលបានប្រយោជន៍អីគឺសេចក្តីស្លាប់អញ្ចឹងហើយបានជាយើងត្រូវតែមើលឲ្យមែនតែនកុំឲ្យប្រវត្តិសាស្ត្រសាដានរបស់យើងបង្រួមផ្សះផ្សាជាតិហើយទម្លាក់ចោលឲ្យអស់អាការដែលឆ្លោះគ្នានៅក្នុងជាតិសាសន៍ឯងឥឡូវម៉ោងនេះហាគឺអត្តណោនាថោហើយគឺខ្លួនទីពឹងខោសំទោសខ្លួនទីពឹងខ្លួនបានន័យថាយ៉ាខ្លួនទីពឹងខោដែរបើអត់ខោក៏វាអាម៉ាស់ហើយធ្លាក់ទៅក្រោមអីចឹងទៅអាហ្នឹងគឺបានន័យថាគ្មានអ្នកណាជួយខ្មែរជាងខ្មែរយើងទេឥឡូវពិភពលោកចាប់ផ្ដើមវល់ហើយគេគិតតែពីរឿងគេដោះស្រាយគេមិនចេញហ្នឹងហើយមិនដោះស្រាយរឿងឯងឥឡូវយើងមើលរឿងមួយដែលសំខាន់ដែលថៃភ័យរឿងអាវុធយុទ្ធភ័ណ្ឌដែលថាអាចបាញ់រយៈចម្ងាយឆ្ងាយនេះគឺខ្លាចយើងអូសទៅព្រំដែនជាលេសទេ
ជាលេសរបស់ថៃទេយើងត្រូវចាំថានៅពេលដែលថៃកំពុងតែពវៀងដានខ្លួនសម័យក្នុងខោឲ្យរកម្មចិត្តដឹងហើយថាកម្ពុជាមិនអាចទៅវាយមិនអាចទៅអីជាមួយថៃកើតទៀតទេយើងអាចធ្វើសង្គ្រាមអីជាមួយថៃកើតទេតកតងនឹងសង្គ្រាមបែបទ្រង់ទ្រាយធំដោយលើកមុនគឺយើងតែរួចទេហើយត្រូវទទួលស្គាល់ការពិតក៏ប៉ុន្តែមិនមែនបានន័យថាកងទ័ពកម្ពុជាយើងនឹងខ្វះភាពក្លាហានទេគាត់មានបេះដូងគាត់មានមនសិការគាត់ថាសម្ភារៈជួយគាត់ទំនុកបំរុងគាត់សពបែបយ៉ាងហ្នឹងវាខ្វះខាតតែប៉ុណ្្នឹងអាហ្នឹងឯងដែលយើងត្រូវការបន្តលើកកម្ពស់ស្មារតីបង្រួមជួរទ័ពជួយទំនុកបំរុងឧបត្ថម្ភកាត់ថយអំពើពុករលួយម៉ោងនេះអត់មានរឿងម៉ោងទ័ពអីនៅបកោប្រកាសហៅខ្វះស្បៀងខ្វះទឹកខ្វះអីសពបែបយ៉ាងអញ្ចឹងទេបានហើយម៉ោងនេះហើយគឺថាទ័ពយើងគឺត្រូវតែមានគ្រប់គ្រាន់ទាំងអស់គឺទឹកក៏មានអង្ករក៏មានស្បៀងក៏មានហើយឈប់លឺអាពាក្យស្អីប៉ះហើមកសុំអ៊ីកូមសុំអាវក្រោះសុំស្បែកជើងសុំនេះសុំនោះអីទៀតបានហើយឈប់ឲ្យមានតទៅទៀតទៅអ្វីដែលទ័ពត្រូវការនឹងសុំនឹងខ្វះខាតគឺត្រូវតែធ្វើទៅថ្នាក់ដឹកនាំបញ្ជាការកណ្ដាលហើយបញ្ជាការខ្លួនឯងនឹងក៏ដឹងដែរថាអត់ចាំបាច់ឲ្យទ័ពសុំទេម៉ោងនេះគឺត្រូវតែប្រគល់ឲ្យទ័ពគ្រប់បែបយ៉ាងខ្វះទឹកឲ្យទឹកខ្វះស្បៀងឲ្យស្បៀងហើយមិនចាំបាច់ឲ្យបងប្អូនទាហានយើងត្រូវការតែប្រកបប្រកាសផ្សព្វផ្សាយអីតាមប្រព័ន្ធបណ្ដាញសង្គមអីដើម្បីបានសមានចិត្តពីប្រជាពលរដ្ឋទេអាក្រក់មើលណាស់ខ្ញុំដឹងថាគាត់ខ្វះខាតហើយបើមិនស្រែកហ្នឹងគឺដឹងតែអត់សោះហើយក៏ប៉ុន្តែនេះគឺជាភារកិច្ចរបស់ក្រសួងការពារជាតិហើយនឹងថវិកាជាតិដែលបងប្អូនបង់ពន្ធទៅហ្នឹងថាតើវាធ្លាក់ដល់កម្រិតណាហើយត្រូវជួយទំនុកបំរុងបងប្អូនយ៉ាងម៉េចនេះគឺជាអ្វីដែលយើងត្រៀមហើយថៃគេភ័យហ្នឹងគឺជាល្បិចគេទេដោយសារតែយកលេសឃើញតែមានរឿងអីទេផ្ទុះមានក្ដួងអញ្ចឹងទៅហើយដល់ពេលយកលេសហ្នឹងគឺយកលេសពវៀងដានត្រង់ថាអីតែវាយព្រឹបមកយកលេសយើងចល័តតបចល័តអីហើយកម្ពុជាយូរទៅម្ចាស់ផ្ទះអត់មានសិទ្ធិការពារខ្លួនឯងប៉ុណ្ណឹងឥឡូវតែទីហោថារើអាកាភ្លើងធំហ្នឹងទៅទល់ដែនគេររឿងប៉ុន្តែគេអត់មានតនេដៃទេគេជីកគេស្អីគេដាក់ស្អីគេរើបលាលួសអីក៏យើងនៅតែគិតថាថៃឆ្លៀនពៀនថ្លៃបំពេញថៃឆ្លៀនពៀនថៃបំពេញប៉ុន្តែអាពេលដែលយើងស្រែកហ្នឹងគឺគេបានទាំងអស់យើងបានតែរូបថតទេចាំមិនថាស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អបានតែថតរូបទេយក AOT យកស្អីអ្នកសង្កេតការទូតអីហ្នឹងគឺទៅបានតែក្រៅរបងក្បែររបងបលាលួសទេប៉ុន្តែថៃដាក់រាល់ថ្ងៃថែមរាល់ថ្ងៃដូច្នេះអាហ្នឹងដែលជាការកម្មចិត្តប៉ុន្តែសួរថាតើយើងទៅវាយថៃវិញយើងទៅតដៃវិញយើងទៅអីហ្នឹងបានប្រយោជន៍អីដែរទេវាអត់ទេព្រោះអីវិធានការរបស់យើងគឺមានតែតុលាការអន្តរជាតិមួយគត់ឥឡូវនេះអស់ហើយនៅតែតុលាការអន្តរជាតិទេគឺតុលាការព្រហ្មទណ្ឌអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិដែលជាសញ្ញាបៀរបស់ខ្មែរមានតាំងពីយូរហើយតែយើងធីបវាចោលអាធំហ្នឹងរើសយកពី3យកមកលេងឥឡូវនេះគឺរឿងថៃដូចខ្ញុំនិយាយចឹងជាការពង្រៀងដានទេពង្រៀងដានដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងចេះតែឃើញគិតថាព្រំដែនហ្នឹងមានហានិភ័យរហូតព្រោះលួចរបស់ទៅដល់ពេលលួចរបស់ទៅខ្លាចយើងទៅដណ្ដើមមកវិញតាមពិតខ្ញុំមិនលើកទឹកចិត្តទេអារឿងសង្គ្រាមជាមួយទ័ពថៃនេះណាយើងអាចធ្វើសង្គ្រាមជាមួយថៃឈ្នះដោយប្រើសពាវុធដែលយើងមាននឹងទេយើងទៅមិនដល់គេទេព្រោះគេមាន F16 គេមានគ្រាប់បែកចង្កោមគេមានប្រព័ន្ធ Gripen Fighter Jet គេមានអាបោះពីកូរ៉េខាងត្បូងមកគេមានយន្តហោះបណ្ដេញគ្រប់ប្រភេទហើយអាមេរិកជួយរហូតប៉ុន្តែជួយបែបនេះណាក៏មិនប្រកាសថាឈ្នះខ្មែរដែរបើសិនជាខ្មែរចង់រករឿងថៃខ្ញុំនៅតែគិតថាកម្ពុជាយើងណាបើនិយាយអំពីកម្លាំងទ័ពព្រៃរបស់យើងណាកម្លាំងដែលយើងធ្លាប់តស៊ូសុប្រយុទ្ធក្នុងសមរភូមិយ៉ាងជោគជ័យណាធ្វើសង្គ្រាមជាមួយថៃម៉ោងនេះអត់អាចធ្វើសង្គ្រាមជាមួយថៃបែបសង្គ្រាមតទល់គ្នាប្រើសពាវុធពេញទំហឹងប្រកាសជាសង្គ្រាមទេសង្គ្រាមជាមួយថៃក្នុងរយៈពេលយូរអង្វែងទៀតដើម្បីឲ្យថៃខ្ចាក់ដីមកខ្មែរវិញមានតែសង្គ្រាមឆ្លប់ទេហើយសង្គ្រាមឆ្លប់នេះខ្ញុំមិនលើកទឹកចិត្តទេក៏ប៉ុន្តែបើថៃខូចយ៉ាងនេះហើយកម្ពុជាមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទៀតគឺអត់មានជំរឿសអីទេកម្ពុជានឹងបាត់ដីនឹងទាំងអស់ហើយបើសង្គ្រាមឆ្លប់ខ្ញុំចង់សម្ដៅទៅលើដូចសម័យសង្គមសម័យកុម្មុយនីសចឹងបងប្អូនមិនចឹងឯងខ្មែរក្រហមឬក៏គ្នាដែលវាយជាមួយទ័ពយួនទ័ពអីចូលមកហ្នឹងខ្មែរក្រហមបាក់ទ័ពបាក់អីអស់ប៉ុន្តែនៅតែអាចវាយតតាំងជាមួយទ័ពយួនរាប់ប្រហែលជា100,000នាក់បានដោយសារអីគឺនៅពេលដែលគាត់បង្កើតជារបៀបទ័ពព្រៃហ្នឹងគឺអត់មានត្រូវធ្វើខ្លាំងអីត្រូវមានសពាវុធអីខ្លាំងអីគឺថាម្នាក់ហ្នឹងដើរទៅជួនកាលវិចបាយមកកញ្ចប់កាន់តាគ្រាប់បែកគ្រាប់កភ្លើងអីឬក៏អ្វីដែលអាចប្រើប្រាស់បានហ្នឹងគឺជួនកាលស្លៀកស៊ីវិលជួនកាលស្លៀកទៅជាអ្នកលក់សូត្រលក់ហូលឬក៏លក់របស់របរអីទិញទួចអីចឹងទៅមានគ្រាប់បែកគ្រាប់អីចឹងទៅដល់អាកន្លែងលេងឋានទៅដល់អាកន្លែងជំរុំទៅដល់អាកន្លែងឈរជើងរបស់ថៃហ្នឹងគឺបាញ់ប្រហារបាញ់អីចឹងតែអានេះគេហៅសង្គ្រាមឆ្លប់ហើយដល់ហើយចប់ហើយដកខ្លួនចេញមកជក់បរិយនៅឯណាធ្វើមិនដឹងអីចឹងទៅសង្គ្រាមបែបនេះ
គឺថៃអាចប្របាក់ដោយសារអីទី1កម្ពុជាអត់ប្រកាសសង្គ្រាមទី2វាជាសង្គ្រាមឆ្លប់សង្គ្រាមរបៀបរប៉េះរប៉ោះវាយចោលចឹងទៅគ្រាន់រំខានកុំឲ្យថៃបានដៃពេកយើងមើលនៅអាហ្វហ្គានីស្ថានណានៅពេលដែលទ័ពអាមេរិកចូលទៅខ្លាំងមែនតើដល់ពេលដំណាក់កាលមួយគឺទាហានអាហ្វហ្គានីស្ថានឬក៏ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានអត់មានវិធីអីទៅតទល់ជាមួយអាមេរិកបានទេព្រោះអីទ័ពវាច្រើនហើយបញ្ហាសន្តិសុខសុវត្ថិភាពហ្នឹងគឺវាទំនើបឃើញពួកនៅតាលីបានគេប្រើយុទ្ធសាស្ត្ររបៀបទ័ពព្រៃឯងប្រើរបៀបស្អីក្របបែកអត្តឃាតក្របបែកអីយើងគិតថាទង្វើនេះវាស្មោកគ្រោកព្រោះយើងធ្វើក្របបែកអត្តឃាតអីសម្រាប់ប្រជាពលរដ្ឋស៊ីវិលអីអត់បានប្រយោជន៍អីក៏ប៉ុន្តែបងប្អូនអញ្ចឹងបានថាអាទង្វើដែលជាអំពើភេរវកម្មអំពើវិធានសនាអីដែលបងប្អូនតាក់កោលទោសគេប៉ុន្តែចំពោះប្រជាពលរដ្ឋតាលីបានកាលពេលហ្នឹងគេគិតថាជាវីរៈភាពជាការក្លាហានរបស់ប្រជាពលរដ្ឋគេតតាំងជាមួយអាមេរិកដែលគេមិនអាចតតាំងបានដោយសារកំភ្លើងអីច្រើនអញ្ចឹងយើងចោទគេថាជាភេរវកម្មភេរវជនតែអំពើគេគឺដើម្បីផ្ញើសារថាឲ្យអាមេរិកដកទ័ពចេញពីប្រទេសគេអីចឹងទៅទុកឲ្យប្រជាពលរដ្ឋគេគ្រប់គ្រងអញ្ចឹងប៉ុន្តែជាលទ្ធផលក៏មិនបានសូវជោគជ័យស្លាប់ទាហានអាមេរិកយ៉ាងច្រើនមែនតើប៉ុន្តែចុងក្រោយទៅក៏មានរដ្ឋាភិបាលបង្កើតឡើងគ្រប់គ្រងនៅប្រទេសហ្នឹងអីចឹងទៅប៉ុន្តែអានេះគ្រាន់តែជាតាក់ទិកនៃយុទ្ធសាស្ត្រសង្គ្រាមឆ្លប់សង្គ្រាមរបៀបទ័ពព្រៃគ្នាតិចតែមានប្រសិទ្ធភាពខ្ពស់ព្រោះអីថៃយើងវាយអត់ឈ្នះថៃកើតទេបើវាយបែបនេះអញ្ចឹងបានថាថៃអាវុធដ៏មុតស្រួយរបស់យើងនៅពេលនេះបើក្រៅពីសង្គ្រាមឆ្លប់គឺមានតែមួយយ៉ាងគត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឥឡូវកម្ពុជាអត់ជ្រើសរើសប្តឹងទៅតុលាការអន្តរជាតិតើយើងជ្រើសរើសជំរើសអីហើយថៃដូចខ្ញុំនិយាយចឹងគឺពវៀងដាននេះពវៀងដាននោះររឿងនេះររឿងនោះមិនចេះចប់តិចតិចមកចេញជាអាវុធស្អីរបស់ចិនជួនកាលចង់បន្លាចប្រាប់ថាចិនហ្នឹងឲ្យនៅឲ្យឆ្ងាយតែហ៊ានកម្ពុជាចល័តអាវុធហ្នឹងវាពិបាកដែរយើងអត់មានសិទ្ធិការពារខ្លួនឯងហើយខ្លួនគេចេះតែទន្ទ្រានឈ្លានពានយើងហើយយើងទៅស្អំចិត្តប្រជាពលរដ្ឋថាកុំភ័យកុំអីយើងខ្ចីដៃថៃអភិវឌ្ឍអីអញ្ចឹងប៉ុន្តែរាល់ថ្ងៃគឺគេសង់នេះសង់នោះរហូតដូច្នេះអាភិបរកម្មចិត្តហ្នឹងក៏តើវាពិបាកដែរលោកវិនថៃសុវរីដែលជាអ្នកនាំពាក្យរបស់យោធាជើងទឹកសំទោសជើងគោកថៃគឺថ្ងៃនេះគឺឆ្លើយនឹងសំណួររបស់សាធារណមតិថៃទេតាមរយៈសារព័ត៌មានថៃហ្នឹងគេផ្សាយមកថាដូចថៃហ្នឹងដូចជាបារម្ភខ្លាចកម្ពុជាចល័តអាកភ្លើងយន្តឬក៏កភ្លើងធំប្រភេទ PHL 03ទៅព្រំដែនអាកាជ្រួចវង BM21 ក៏មិនធ្វើអីឈ្នះថៃបានផងអាទាំងអស់នេះបើសិនជាខ្មែរយកទៅរុញទៅព្រំដែនហើយបាញ់ស្រោចទៅក្នុងទីប្រជុំជនថៃខ្មែរខុសរត់តែ 100% ទៀតដែររឿងបាញ់ទៅទីតាំងស៊ីវិលថាសហគមន៍អន្តរជាតិកោលទោសងាប់ហើយថៃចេះតែរស់នឹកដែរក៏ប៉ុន្តែបងប្អូនយើងវាគ្មានប្រយោជន៍អីនឹងធ្វើសង្គ្រាមអីអញ្ចឹងកើតទៀតទេរឿងសង្គ្រាមបាញ់គ្នាស្លាប់ជនស៊ីវិលអីវាលែងមានប្រជាប្រិយហើយព្រោះយើងវាចប់ត្រឹមមានបាត់ឈប់បាញ់ហើយយើងនាំគ្នាដាក់ប្លឹងថៃទៅព្រោះថៃឈ្លានពានយើងអញ្ចឹងទុកឲ្យថៃចេះតែរកលេសទៅតែយើងត្រូវតែរកវិធីបកវិញហើយដូចខ្ញុំនិយាយអញ្ចឹងខ្ញុំជឿថាខ្មែរយើងបើសិនជាមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិទេយើងកាន់តែអស់ពេលអស់វេលាហើយអស់សង្ឃឹមហើយអាហ្នឹងខ្ញុំបារម្ភទៀតខ្លាចគេលោថាអូឥឡូវរដ្ឋាភិបាលកម្ពុជាខ្លួនឯងនឹងអត់ព្រមធ្វើនឹងចាប់ផ្ដើមមានមនុស្សបង្កើតជាក្រុមអីដើម្បីធ្វើសង្គ្រាមឆ្លប់ស្អីក៏កើតឡើងដែរបងប្អូនត្រូវចាំអ្នកដែលគេចង់ការពារទឹកដីសម័យណាក៏មានអ្នកតស៊ូដែរទៅបង្កើតជាក្រុមនេះក្រុមនោះខ្ញុំមិនលើកទឹកចិត្តទេប៉ុន្តែអ្វីដែលធ្វើនេះវាហាក់បីដូចជាឲ្យយើងឃើញអំពីប្រជាពលរដ្ឋចិត្តតែចង់តស៊ូចឹងមិនមែនមានសម័យមានការក្រុមលោកតាសឿនសានក្រុមម៉ូលីណាកាក្រុមស្អីដែលបំបែកខ្លួនទៅក្នុងព្រៃក្រុមហ៊ុនស៊ីមពេចអីនៅជាដែនទល់ដែនហ្នឹងគឺដើម្បីធ្វើអីដើម្បីទាមទារដែនអធិបតេយ្យខ្មែរពីការឈ្លានពានរបស់ទាហានយួនតាកាលឆ្នាំ1979នោះមកអញមួយសែនអ្នកជាការពិតឲ្យទាហានបរទេសចូលមកដេញខ្មែរក្រហមខ្ចាត់ខ្ចាយក៏ពិតមែនក៏ប៉ុន្តែប្រជាពលរដ្ឋគិតថាហ្នឹងជាអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជាណាមិនមែនថាបងប្អូននៅជំរំជាដែនហ្នឹងមិនដឹងគុណអំពីការរំដោះប្រទេសជាតិឲ្យរួចផុតពីកញ្ញាំបិសាចខ្មែរក្រហមទេក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងបងប្អូនយើងដែលជាអ្នកតស៊ូស្រឡាញ់ទឹកដីអធិបតេយ្យរបស់កម្ពុជាក៏មិនចង់បានទៅហ៊ានបរទេសមកឈ្លានពានលើដែនអធិបតេយ្យកម្ពុជាហ្នឹងគេមិនទាន់និយាយពីរឿងវាយយកបានដីដូចថៃផងពេលហ្នឹងក៏នៅមានក្រុមតស៊ូនៅតាមជាដែនហ្នឹងរាប់ក្រុមភ្លេចរហូតតតែចុងក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយទាហានវៀតណាមហ្នឹងក៏វិលទៅស្រុកវិញជាទ្រង់ទ្រាយធំក្នុងម្ដុំឆ្នាំ1989ជិត10ឆ្នាំណាបងប្អូនទាហានមួយសែនអ្នកឲ្យមិនទៅវិញទៅអស់ប៉ុន្តែយ៉ាងណាដូចខ្ញុំនិយាយចឹងថាទាហានវៀតណាមកាលមកហ្នឹងគឺជាមួយនឹងការជាក្រុមរណសេរី2ធ្នូរបស់លោកហ៊ុនសែនហេងសំរិនជាស៊ីមផងហ្នឹងមកក្នុងជំនាន់ហ្នឹងគឺដោយថាលេសរបស់គេមួយគឺរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមប៉ុន្តែនៅដាក់ការគ្រប់គ្រងលើកបន្ទប់លោកហ៊ុនសែនឲ្យកាន់ប្រទេសហ្នឹងបាន10ឆ្នាំ
ការលើកមុននឹងមានលោកប៉ែនសវណ្ណទេដល់ប៉ុន្តែក្រោយមកនោះក៏ចាប់លោកប៉ែនសវណ្ណដាក់គុកបាត់ទៅក៏លោកហ៊ុនសែនចាប់ផ្ដើមឡើងកោតរហូតមកអញ្ចឹងរឿងហ្នឹងគឺវាអញ្ចឹងហើយរឿងហ្នឹងគឺឲ្យតែមានរឿងអីប៉ះពាល់ដល់អធិបតេយ្យកម្ពុជាមិនសុខចិត្តទេអញ្ចឹងហើយយើងមើលកាលពីចំនួនហ្នឹងគឺនៅមានក្រុមបំបីខ្លួនអញ្ចឹងដើម្បីអីប្រយោជន៍តែមួយគត់គឺទៀមទាត់ដល់អធិបតេយ្យមកកម្ពុជាគ្រប់គ្រងវិញសួរថាពួកគាត់ខុសមែនជាការខ្វះគិតថាក្រុមទៀមក្រុមក្រៅច្បាប់ក្រុមអីប៉ុន្តែចោះវៀតណាមមកមួយសែនអ្នកដែលមកគ្រប់គ្រងដែនអធិបតេយ្យកម្ពុជាដែលជាទ័ពបរទេសលើដែនអធិបតេយ្យកម្ពុជានឹងអត់ខុសទេចឹងមក10ឆ្នាំដល់ចឹងពួកគាត់តវ៉ាចុះឡើងទៅជាលទ្ធផលក៏ទ័ពវៀតណាមមិនអាចនៅលើដីកម្ពុជាបានយូរតទៅទៀតប៉ុន្តែមុននឹងថានៅយូរបានតទៅទៀតហ្នឹងគឺនៅ10ឆ្នាំហើយហ្នឹងកើតកូនពូនជាចៅអស់ហើយអង្គលើងអីហ្នឹងនៅបន្តការងាររាជការគេអីកើតជាកូនជាចៅជាអីចឹងអ្នកខ្លះទៅវិញដោះតាអាវទាហានចឹងទៅនៅជាស៊ីវិលនៅអីពេញស្រុកខ្មែរហ្នឹងហើយហ្នឹងហើយដែលថាខ្មែរយើងនិយាយថាអូយនៅស្រុកខ្មែរគ្មានវៀតណាមគ្មានអីទេរកមិនឃើញទេមានស្អីពិធីករណាមួយនោះគេនាំគ្នាបិទបាំងដល់ពេលម្សិលមិញម្សិលមួយថ្ងៃនេះមានសារព័ត៌មានរបស់អាស៊ីមួយគេរកឃើញថាជនជាតិវៀតណាមនៅកម្ពុជាមានដល់ទៅ1លានអ្នកជាងអាហ្នឹងគឺវាអញ្ចឹងបងប្អូនយើងមាន7 10លានយើងមានវៀតណាម1លានអ្នកជាងអីហ្នឹងអញ្ចឹងអ្នកដែលសម្រេចជោគវាសនារបស់កម្ពុជាគឺជាជនបរទេសក៏ច្រើនដែរយើងមិនទៅរើសអើងពូជសាសន៍អីទេគ្រាន់តែថាយើងត្រូវចាំថាជនអន្តោប្រវេសន៍បើសិនជាចូលមកដោយស្របច្បាប់ដោយអីមិនអីទេប៉ុន្តែជនអន្តោប្រវេសន៍ច្រើនណាចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ដោយទឹកបាក់ទំនប់ហើយទៅមានអត្តសញ្ញាណប័ណ្ណមានសញ្ជាតិមានអីមានសិទ្ធិបោះឆ្នោតសម្រាប់ជោគវាសនារបស់កម្ពុជាអញ្ចឹងតែមានរឿងអីតាក់ទងរឿងព្រំដែននៅខាងកើតគឺយើងបាត់ប្រយោជន៍កម្ពុជាទៀតដោយសារអីវាមានលបាយប្រជាពលរដ្ឋនៅខាងកើតដែលគេអាចបោះឆ្នោតសម្រាប់ជោគវាសនាទប់ដូចអញ្ចឹងហើយបានជាយើងឃើញថាឲ្យតែមានរឿងអីជាមួយនៅខាងកើតគឺយើងហាក់បីដូចជាត្រៀមតក្រាមកឈូសឲ្យបងប្អូនប្រជាពលរដ្ឋយើងតែតតាំងអីអញ្ចឹងហើយរៀងស្ងាត់នៅខាងកើតហ្នឹងរៀងច្បោលទៅហើយអ្នកណាតវ៉ាចាប់ដាក់គុកអស់ដូចអញ្ចឹងមកខ្ញុំថាអស់សំណើលោកសំរងស៊ីគេចោទគាត់ថាក្បត់ជាតិដែរលោកសំរងស៊ីទៅដកបកគោលព្រំដែននៅម្ដុំខេត្តស្វាយរៀងពីកដាលវាលស្រែរបស់ប្រជាពលរដ្ឋនៅហ្នឹងដោយសារតែអាញាធរវៀតណាមនឹងរំលោភដែនអធិបតេយ្យរបស់កម្ពុជាអញ្ចឹងទៅដកអាបកគោលហ្នឹងក្បត់ជាតិដកបកគោលខ្មែរដកបកគោលយួនដើម្បីបានដីមកខ្មែរក្បត់ជាតិដល់ទៅពេលវាយគ្នាជាមួយថៃក្តាំងថៃគេវាយបានប្រមាណ14កន្លែងដែលកម្ពុជាទទួលស្គាល់ថាថៃវាយបានក្រោមការគ្រប់គ្រងរបស់លោកហ៊ុនម៉ាណែតនិងហ៊ុនសែនតែចោទលោកសំរងស៊ីថាក្បត់ជាតិធ្វើឲ្យបើកដៃឲ្យថៃវាយកម្ពុជាដដើមគ្រប់គ្រងដែនអធិបតេយ្យបានចេញតវ៉ាអង្គការសង្គមស៊ីវិលគេ60ស្អីគេឯណាស្ថាប័នអីណានោះចេះតែទៅរួចដែរអញ្ចឹងយើងធ្វើអញ្ចឹងបានថាយើងវាប្រកែអញ្ចឹងប៉ុន្តែអាបកាយយកដីពីគេមកវិញអត់បានអញ្ចឹងកុំបានតបព្រៃតបអីក្រុមលោកតាសឿនសានហ្វុនសិនពេជ្រមូលីនាការឬស្អីដែលបំបែកខ្លួននៅទល់ដែនដើម្បីតវ៉ាបដិញតបវៀតណាមចេញទៅស្រុកវិញហ្នឹងកុំអីអត់បានដល់ប៉ុណ្្នឹងទេហើយអាហ្នឹងហើយដែលជាគេហៅសង្គ្រាមរបៀបតបព្រៃណាហើយយើងហៅគាត់ឧទាមប៉ុន្តែគាត់ដើម្បីទាមទារដែនអធិបតេយ្យដេញបន្តិចទៀតខ្ញុំបារម្ភអញ្ចឹងខ្ញុំបារម្ភនឹងថាបើរដ្ឋាភិបាលកម្ពុជាមិនប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋដែលបាក់ស្បាតបាក់ទឹកចិត្តច្បាស់ជានាំគ្នាបង្កើតទៅជាក្រុមដើម្បីទាមទារដែនអធិបតេយ្យរបស់យើងមកវិញពីថៃព្រោះរដ្ឋាភិបាលមិនធ្វើតើឲ្យអ្នកណាធ្វើអាហ្នឹងដែលជាបញ្ហាដែលលំបាកមែនតើប៉ុន្តែអារឿងដែលលំបាកមួយហ្នឹងគឺអស់ព្រៃតែម្ដងដល់ពេលអស់ព្រៃទៅឲ្យពួកគាត់ទៅរកព្រៃឯណាមិនមែនព្រៃម៉ាគីណាចូលទៀតដោយការសម័យសម្ដេចឪនោះអត់មានក៏ប៉ុន្តែអាទឹកចិត្តប្រជាពលរដ្ឋដែលចង់បានដែនអធិបតេយ្យរបស់យើងពីថៃវិញកុំឲ្យថៃរំលោភបំពានវាជៀសមិនផុតពីការចូលដល់ក្នុងស្ថានភាពបែបនេះហើយខ្ញុំបន់ស្រន់កុំឲ្យមានរឿងនេះកើតឡើងអីខ្ញុំអត់ចង់ឲ្យកម្ពុជាមានសង្គ្រាមទៀតទេអត់ចង់ឲ្យកម្ពុជានៅកម្មមិនជាបែបនេះទៀតទេខ្ញុំចង់ឲ្យកម្ពុជាទទួលបានតែពរសពសាធុការមហាប្រសើរសេរីសួស្តីជ័យមង្គលគ្រប់ប្រការយើងឆ្អែតឆ្អល់នៅក្នុងការដែលមានសង្គ្រាមវេទនាណាស់ម៉ោងនេះខ្មែរយើងគួរតែបានទទួលសេចក្តីសុខមិនមែនតែអង្គុយនៅក្នុងតង់ភ្លៀងទឹកលិចក៏ខ្លោកក៏ខ្លាក់រត់តែកន្លែងដាំបាយមិនបានរត់កន្លែងសម្រាប់មិនបានវេទនាភ្នែកណាស់បងប្អូនយើងមើលពីស្រុកក្រៅនេះទៅគឺវេទនារកម្មចិត្តសម្រាប់បងប្អូនកម្ពុជាថាតើហេតុអីបានជាយើងវេទនាដល់ថ្នាក់នេះម៉ោងនេះឆ្នាំនេះយើងរួចសង្គ្រាម50ឆ្នាំហើយហេតុអីបានជាយើងវិលទៅរបបដូចជាសម័យខ្មែរក្រហមអញ្ចឹងទៀតអាហ្នឹងដោយសារអីគឺដោយសារតែយើងមានបញ្ហាជាមួយថៃហើយមានបញ្ហាជាមួយថៃហ្នឹងគឺដោយសារតែរបៀបដឹកនាំរដ្ឋរបស់យើងទាំងសងខាងហ្នឹងវាមានបញ្ហាអញ្ចឹងហើយបានថាយើងត្រូវតែរួមកម្លាំងគ្នាឲ្យរឹងមាំជាធ្លុងមួយសាមគ្គីគ្នាហើយកុំវាយបំបែកគ្នាកុំហែកគ្នាកុំចាប់គ្នាដាក់គុកទៀតយើងត្រូវរឹងមាំឡើងព្រោះថៃម៉ោងនេះគឺបើសិនជាខ្ញុំនិយាយបើសិនទេណាហើយខ្ញុំជឿថារដ្ឋាភិបាលកម្ពុជាដាច់ខាតត្រូវតែដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិបើសិនជាយើងដាក់ពាក្យទៅក៏ដោយ
មិនប្រកាសថាថៃនឹងលុះក្រោមការចូលរួមប្តឹងផ្ដាល់ឬក៏សហការទេព្រោះថៃបានមិនទទួលស្គាល់ចតាធិការតុលាការនេះក៏ប៉ុន្តែគុំទៅខ្លាចរឿងចោលចូលមកកាត់ក្តីរឿងមិនកាត់ក្តីរឿងយើងជាជនរងគ្រោះត្រូវទារទ្រាប់មកយើងវិញយើងអត់ត្រូវរងចាំចោលទេយើងត្រូវប្តឹងចោលដាក់គុកហើយនឹងទារទ្រាប់មកវិញអានេះគឺជារឿងរបស់យើងប៉ុន្តែដោយសារចោលជាបងធំជាជើងកាងជាអីមានមិត្តភ័ក្តិមានសម្ព័ន្ធមិត្តមានអីអាចចំណុចណាមួយសំបីទៅតុលាការសម្រេចក្តីហើយក៏មិនខ្ជាក់ដីនឹងមកវិញអានេះដែលធ្វើឲ្យប្រជាពលរដ្ឋអស់អ្វីដែលជាការអត់ធ្មត់តស៊ូមតិតាមរបៀបតបព្រៃឬក៏អីហ្នឹងអាហ្នឹងគឺជារឿងជិះមិនផុតទេខ្ញុំស្ទើរតែអាចនឹងមើលឃើញថាទៅផ្លូវហ្នឹងបើសិនជាកម្ពុជាប្រើវិធានការតុលាការអន្តរជាតិហើយតុលាការអន្តរជាតិសម្រេចមកហើយថៃបែរជានៅប្រព្រឹត្តប្រទេសផ្ដាស់ខ្ញុំជឿថាកម្ពុជាច្បាស់ជាមិនអត់ឱនឲ្យថៃលេបទឹកដីហើយរដ្ឋាភិបាលកម្ពុជានឹងក៏រកម្មចិត្តដែរខ្លួនឯងក៏ធ្លាក់ប្រជាប្រិយព្រោះមិនអាចយកដីពីថៃមកបានអញ្ចឹងវាច្បាស់ជាមានក្រុមអញ្ចឹងហើយសង្គ្រាមនឹងកើតឡើងសង្គ្រាមស៊ីវិលសង្គ្រាមតបព្រៃបញ្ហា100ចម្ពោះកើតឡើងច្រើនណាស់ប៉ុន្តែបញ្ហាទាំងអស់នេះអាចទប់ស្កាត់បាននៅក្នុងពេលនេះយ៉ាងលឿនទី1គឺត្រូវពង្រឹងស្មារតីសាមគ្គីជាតិនេះឲ្យមែនតែនកុំលើកระดาษឲ្យសោះកុំបោកកុំប្រើនយោបាយប្រជាពិធថាយើងបង្រួបបង្រួមយើងផ្សះផ្សាយើងស្រឡាញ់ហើយស្រឡាញ់ហ្នឹងគឺបបោះអង្អែលតែពួកលលកអីអញ្ចឹងទៅអ្នកណាតាក់បានហ្នឹងមកអោបលិតជើងអីអញ្ចឹងទៅចាប់ផ្ដើមថាយើងនឹងសន្តោសប្រោះប្រណីអីមានគោលនយោបាយបង្រួបបង្រួមជាតិមិនដែលចាត់ទុកអ្នកណាជាសត្រូវអត់ទេអាហ្នឹងគឺជាការបោកប្រាស់ដូចគ្នាការអោបកសោបលលកដែលជេរបតិចផ្ដាសាពីមុនមកហ្នឹងវាគ្រាន់តែជានយោបាយដើម្បីកំចាយក្រុមប្រឆាំងកុំឲ្យខ្លាំងជាងហ្នឹងទេគឺឲ្យសាបដើម្បីអីថាក្រុមប្រឆាំងចោះចូលអស់គណៈបកប្រជាជនអត់ត្រូវការសម្រាមទាំងអស់នេះទេក៏ប៉ុន្តែដឹងខ្លួនថាបើអត់យកសម្រាមមកណាអាសម្រាមហ្នឹងវាស្អុយភាយវាឈួលច្រមុះអញ្ចឹងទិញយកទៅក្របចោលទៅតិចទៀតដាក់ចូលក្នុងធុងបិទថង់ចងមាត់ឬក៏យកទៅដុតកំទេចចោលហើយព្រោះអីអាហ្នឹងគឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាការគេធ្វើតែអញ្ចឹងទេដើម្បីអីយកអ្នកទាំងអស់នោះមកចូលមករយៈទៅហើយយកមកវាយក្រុមបពប្រឆាំងនិយាយខ្ចីដៃឲ្យវាយគ្នាអញ្ចឹងសិនទៅដើម្បីទី1កាត់បន្ថយអាការដែលបំបាក់ស្មារតីក្រុមប្រឆាំងប៉ុន្តែនេះមិនមែនជាយុទ្ធសាស្ត្រផ្សះផ្សាជាតិទេគឺជាការបំបែកជាតិទៀតហើយព្រោះអីធ្វើឲ្យក្រុមប្រឆាំងក្តៅក្រហាយដោយសារតែការដែលលលកតាមពិតបើគណៈបកប្រជាជនកម្ពុជាគាត់មានភាពស្អប់ខ្ពើមចេះខ្ពើមនឹងអំពើលលកហ្នឹងណាអាហ្នឹងក៏ជាការមួយយ៉ាងជួយឲ្យពីរអ្នកនេះគឺចាប់ផ្ដើមមិនស្អប់គ្នាខ្លាំងពេកដល់ពេលឥឡូវស្អប់គ្នាកាន់តែខ្លាំងទៀតដែរព្រោះអីថាគណៈបកប្រជាជនកម្ពុជាមានគំនិតស្មោកគ្រោកដូចថាចេះតែនាំពួកលលកដែលធ្លាប់ជេរគណៈបកកម្ពុជាទូលរែករួចដែរជេរបចោចាប់ដាក់គុកអស់រាប់ភ្លេចអស់ហើយហ្នឹងប៉ុន្តែដល់ពេលអ្នកលូនស្ក្រាបទៅលិតស្បែកជើងយើងគិតថាអ្នកនោះឯងល្អទេអត់អីទេយកមកប្រើហើយរួចទោសច្បាប់អត់មានស្តង់ដារអញ្ចឹងទេច្បាប់បើយើងចោតគេជេរបតិចផ្ដាសាគណៈបកប្រជាជនចាប់គេដាក់គុកអស់អ្នកណាក៏ដាក់គុកដែរព្រោះអីវាជាច្បាប់វាអញ្ចឹងណាប៉ុន្តែដល់ពេលយើងធ្វើអញ្ចឹងយើងបង្ហាញអំពីគេហៅនយោបាយប្រជាពិធហើយអត់បានស្អំផ្សះផ្សាជាតិនេះទេវាគ្រាន់តែមាននៅក្នុងกระดาษហើយជាយុទ្ធនាការក្រាញអំណាចបន្តវាធ្វើឲ្យមានការថ្នាំងថ្នាក់ពីក្រមប្រឆាំងកាន់តែខ្លាំងហើយប្រជាពលរដ្ឋកាន់តែឆ្លោះគ្នាការផ្សះផ្សាជាតិដែលពិតប្រាកដគឺផ្ដើមឡើងដោយបេះដូងសុឆន្ទៈពិតប្រាកដហើយមានសុឆន្ទៈនយោបាយទៀតទី1បញ្ឈប់ជាបន្ទាន់នយោបាយងើបមួយវាយមួយយកខ្មែរជាសត្រូវហ្នឹងគឺឈប់ហើយត្រូវអនុវត្តទៀតដោះលែងលោកកឹមសុខាឲ្យមានសេរីភាពវិញឲ្យឆាប់តាមតែអាចធ្វើទៅបានទម្លាក់ចោលបាត់ចោលទាំងអស់ដែលមានប្រឆាំងលោកកឹមសុខាដែលជាបាត់ចោលនយោបាយទេវាគ្មានអាមេរិកណាមកចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាទេបើរដ្ឋាភិបាលកម្ពុជាកុំរណបចិនកុំប្រព្រឹត្តអំពើផ្ដេសផ្ដាស់មានអំពើពុករលួយឬក៏រំលោភសិទ្ធិមនុស្សអាមេរិកអត់មានតែឈឺក្បាលចង់រំលាយចង់បំផ្លាញអីទេគេចង់ឲ្យតែដើម្បីអីតែប្រទេសកម្ពុជារីកចម្រើនវាបានប្រយោជន៍ដល់អាមេរិកនោះដោយសារអីដោយសារតែគេអាចនឹងរកស៊ីជាមួយយើងណាគេរកស៊ីគេពង្រឹងអាសម្ព័ន្ធភាពជាមួយយើងហ្នឹងអាមេរិកគេចង់បានតែលុយចង់បានតែសវត្ថភាពអីទាំងអស់គ្នាប្រជាធិបតេយ្យហ្នឹងតែប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមអោបចិនខ្លាំងពេកបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអានេះកុំថាឡើយអាមេរិកប្រទេសណាគេចង់រំលាយយើងដែរព្រោះគេអត់ចង់ឲ្យយើងខ្លាចជាកូនជើងរបស់ចិនយកមកប្រើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតាមពិតគេជួយខ្មែរ17លាននាក់ឯងគាត់ថាវាប៉ះដល់ក្រុមគ្រួសារមួយក្រុមពីរដែលបាត់អំណាចទេតែអញ្ចឹងទៅចោតគេថាចង់រំលាយផ្ដួលរំលំរដ្ឋាភិបាលនេះអត់មានអ្នកណាចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ប្រជាធិបតេយ្យទេអត់ដែលទេហើយបើសិនជាគេទៅផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់មានប្រជាធិបតេយ្យពិភពលោកគេថ្កោលទោសងាប់ហើយយើងមានគ្នាក៏ប៉ុន្តែបើយើងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យហើយទៅអោបចិនឲ្យចិនបោកបន្លំស្រេចតែអញ្ចិតចង់ក្រោយចម្ពាក់បំណុលចិនទៅគេរົບអូសដីកំពង់ផែដោយប្រទេសដទៃទៀតយើងទៅផ្លូវហ្នឹងគេតាមពិតគេជួយយើងតាគេទប់យើងកុំឲ្យ
កម្ពុជា7-10លានអ្នកហ្នឹងខ្លាយទៅជាចំណាប់ខ្មាំងរបស់ថ្នាក់ដឹកនាំមកគ្រួសារមកក្រុមហើយដល់ពេលមកគ្រួសារមកក្រុមភ័យខ្លាចរឿងបាត់អំណាចបាត់ផលប្រយោជន៍ក្រុមខ្លួនសុកចិត្តឲ្យប្រជាពលរដ្ឋ17លានអ្នកខ្លាយជាចំណាប់ខ្មាំងហើយដល់ពេលគេនិយាយចឹងប៉ះពាល់ខ្លួនទៅចោទគេថាចង់រំលាយអង្គការចាត់តាំងឬរដ្ឋាភិបាលរបស់ខ្លួនផ្ដួលរំលំខ្លួនចោទអាមេរិកចោទអីចឹងទៅហើយដល់ពេលក្រុមប្រឆាំងដែលមានប្រជាប្រិយដោយលោកកំសខាអីចឹងដែលមានការជួយជ្រោមជ្រែងពីប្រទេសអាមេរិកការជួយជ្រោមជ្រែងពីប្រទេសអាមេរិកសម្រាប់មេដឹកនាំដែលចង់បានលទ្ធិប្រជាធិបតេយ្យមិនមែនជួយតែលោកកំសខាទេមិនមែនជួយតែក្រុមលោកសំរងស៊ីទេអាមេរិកជួយគ្រប់ប្រទេសទាំងអស់គឺមានអង្គការ NDI មាន IRI ព្រោះគម្រោងរបស់ USAID និងគម្រោងថវិកាដែលឯកភាពពីរដ្ឋសភាអាមេរិកគឺជួយលើកស្ទួយប្រជាធិបតេយ្យនៅគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកព្រោះអាមេរិកចង់សាបព្រោះប្រជាធិបតេយ្យហើយដើម្បីឲ្យប្រជាធិបតេយ្យនឹងរីកចម្រើនបានណាគឺអាមេរិកមិនអាចទៅគ្រប់គ្រងប្រទេសកម្ពុជាឬប្រទេសណាមួយហើយយកទ័ពអាមេរិកយកប្រជាពលរដ្ឋអាមេរិកយកទៅគ្រប់គ្រងប្រទេសអធិបតេយ្យនឹងបានទេអញ្ចឹងមានតែមានប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លួនឯងហ្នឹងដែលមើលឃើញអំពីប្រជាធិបតេយ្យនឹងត្រឹមត្រូវអញ្ចឹងអាមេរិកវិនិយោគយើងប្រើពាក្យអញ្ចឹងចុះអាមេរិកវិនិយោគលើក្រុមដែលជាអ្នកដែលស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យទប់ទល់នឹងរបបផ្ដាច់ការបែបនេះហើយអាមេរិកធ្វើនៅគ្រប់ពិភពលោកបើយើងចោទអាមេរិកថាជួយលុយក្រុមលោកកឹមសុខាលោកសំរងស៊ីឬក្រុមតស៊ូមតិណាគឺជាអំពើក្បត់ជាតិជាពួកអូទៀមជាពួកអីគឺយើងនឹងបំផ្លាញខ្លួនឯងបានន័យថារដ្ឋាភិបាលខ្លួនឯងនេះដែលបំផ្លាញគេជារដ្ឋាភិបាលអូទៀមទៅវិញព្រោះអីបើសិនជាគេជួយដើម្បីស្ដារសិទ្ធិមនុស្សដើម្បីប្រជាធិបតេយ្យហើយគេចង់ឲ្យប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេចជោគវាសនារបស់ប្រទេសកម្ពុជាដោយអាមេរិកធ្វើនៅប្រទេសដទៃចឹងហើយខ្ញុំនឹងនិយាយអំពីសង្គ្រាមនៅអ៊ីរ៉ង់តើអាមេរិកមានគោលការណ៍ធ្វើយ៉ាងម៉េចស្តៀងគ្នានឹងដែរតែអាមេរិកមិនវាយខ្មែរទេវាអត់មានស្អីវាយទេខ្មែរយើងគ្មានប្រយោជន៍អីដល់អាមេរិកទេតែអាមេរិកគេបារម្ភពីរឿងយើងខ្លាយទៅជាកូនជើងរបស់ចិនហើយវាបាត់ប្រយោជន៍ប្រជាពលរដ្ឋ17លាននាក់ហើយក៏វាប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកដែលយើងមើលដោយសារតែសេដ្ឋកិច្ចយើងវាអត់មានរីកចម្រើនអីសោះហើយយើងពឹងតែចិនឃើញយើងនាំទំនិញមកអាមេរិក13,000 លានដុល្លារមួយឆ្នាំអាមេរិកនាំទៅខ្មែរវិញ300 លានដុល្លារបងប្អូនគិតមើលតើអាមេរិកចំណេញអីពីខ្មែរយើងនាំទំនិញមកអាមេរិក100 ដុំអាមេរិកនាំទៅខ្មែរវិញបានតែ3ដុំហើយដោយសារអីដោយសារអាមេរិកសណ្ដោះប្រោសប្រណីកម្ពុជាតាមរយៈការផ្ដល់ GSP ការអនុគ្រោះពន្ធដែលទូទៅដូចតា EBA របស់សហគមន៍អឺរ៉ុបប៉ុន្តែ GSP ហ្នឹងគេចាប់ផ្ដើមដកចេញហើយឥឡូវនេះតម្លើងពន្ធតម្លើងអីដូច្នេះការនាំទំនិញមកអាមេរិកហ្នឹងគឺវាចាប់ផ្ដើមមានភាពរពើងអីតែអាមេរិកទីផ្សារអាមេរិកនៅកម្ពុជានៅតែទូចមែនតើហេតុអីបានទូចដោយសារខ្មែរយើងគឺអត់មានសេដ្ឋកិច្ចរីកចម្រើនសម្រាប់ប្រជាពលរដ្ឋមានប្រាក់ទិញទំនិញអាមេរិកបានទេទំនិញអាមេរិកអត់អាចប្រកួតប្រជែងជាមួយទីផ្សារចិនទីផ្សារថៃទីផ្សារវៀតណាមទីផ្សារម៉ាឡេអីចឹងបានទេព្រោះរបស់អស់ទាំងនោះគឺគេផលិតបានដោយអាមេរិកដែរហើយគេលក់ថោកដល់ចឹងអាមេរិកមិនអាចដណ្ដើមទីផ្សារនឹងបានអាមេរិកផលិតតែផលិតផលទំនើបដូចជា iPhone ដូចជាផលិតផលបច្ចេកវិទ្យាទំនើបដូចជាមានរបស់ច្រើនទៀតណាស់ដែលអាមេរិកផលិតបានប៉ុន្តែអាចលក់នៅទីផ្សារកម្ពុជាបានដោយសារអីដោយសារជីវភាពយើងវាខ្សត់ខ្សោយពេកប្រជាពលរដ្ឋតែខ្សត់ខ្សោយអត់អាចទៅមានលុយឯណាទៅទិញរបស់ថ្លៃប្រើទេវាមានតែអ្នកដែលមានប្រហែលជា 5% ទេ 95% ក្រអញ្ចឹង 95% ប្រើរបស់ចិនរបស់ថៃរបស់ម៉ាឡេរបស់វៀតណាមដល់អញ្ចឹងរបស់អាមេរិកដែលដាក់ទៅហ្នឹងគឺ A ទាំងអស់អញ្ចឹងទំហំពាណិជ្ជកម្មហ្នឹងវាអត់មានតុល្យភាពគ្នាទេអញ្ចឹងបានយើងនាំទៅគេ100គេនាំមកយើងបានតែ3យើងមកអាមេរិក13,000 លានគេទៅវិញបានតែ300 លានខុសគ្នាមិនដែរដូច្នេះអាមេរិកអត់មានប្រយោជន៍អីពីកម្ពុជានៅពេលដែលស្ថានភាពកម្ពុជានៅដដែលគេខំប្រឹងឲ្យ GSP គេខំប្រឹងឲ្យអីហ្នឹងដើម្បីអីលួងកម្ពុជាឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហេតុអីបានអាមេរិកលួងកម្ពុជាឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដោយសារអាមេរិកយល់ឃើញថាបើប្រទេសនេះមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថ្ងៃណាមួយអាមេរិកនឹងអាចរកស៊ីបានច្រើនជាមួយនឹងកម្ពុជាដោយសារតែប្រជាពលរដ្ឋមានជីវភាពទូធានៅពេលដែលមានជីវភាពទូធាអ្នករកស៊ីនៅអាមេរិកក្រុមហ៊ុនធំគេចង់រកស៊ីហេតុអីបានជាគេចង់រកស៊ីព្រោះប្រទេសដែលមានប្រជាធិបតេយ្យសេរីនិយមពិតប្រាកដប្រព័ន្ធដឹកនាំរដ្ឋមានតម្លាមាននីតិរដ្ឋបំបត្តិអំពើពុករលួយប្រព័ន្ធតុលាការឯករាជ្យប្រជាពលរដ្ឋអាចបញ្ចេញសម្លេងជាចំោះជាភ្នែកដើម្បីរិះគន់រដ្ឋាភិបាលមិនមានការងើបមួយវាយមួយមិនមានការលុបបំបាត់សម្លេងសារព័ត៌មានអន្តរជាតិមិនបណ្ដេញអង្គការសង្គមស៊ីវិលមិនធ្វើទុកបុកម្នេញគណៈបកប្រឆាំងមិនចាប់គេដាក់គុកស្រែកតែអំពើចិត្តអីឡាក់នឹងឡាក់ដល់អញ្ចឹងប្រព័ន្ធដែលមានតម្លាមានតុល្យភាពគណៈបកប្រឆាំងខ្លាំងគណៈបកកណ្ដាលអំណាចខ្លាំងគឺបដំប្រសងគ្នាវាធ្វើឲ្យប្រព័ន្ធរ៉ូស៊ីហេរ៉ាញ់វត្ថុអីគឺគួរជឿទុកចិត្តអញ្ចឹងក្រុមហ៊ុនធំៗអាមេរិកដូចជា McDonald ដូចជាក្រុមហ៊ុនធំ Apple ឬក៏ Facebook ឬក៏ក្រុមហ៊ុន Google ក្រុមហ៊ុនបច្ចេកវិទ្យាអីទំនើបអីទៀតឬក្រុមហ៊ុនរោងចក្រសហគ្រាសធំរបស់គេក៏គេចង់មករ៉ូស៊ីដែរដើម្បីអីព្រោះអ្នកនៅអាមេរិកនេះគេរ៉ូស៊ីមិនមែនចង់បានតែលុយដូចចិនទេ
ខ្ញុំមិនមើងងាយថាឬក៏ថារើសអើងជនជាតិចិនឬក៏ផលិតផលចិនអីទេចិនអត់ខ្វល់រឿងសិទ្ធិមនុស្សទេយករបស់ឲ្យតែទិញបានលុយថោកបានចំណេញអត់គិតថាអីអាហ្នឹងយកទៅចុះអត់ជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សតែនៅស្រុកអាមេរិកនេះហើយនៅអឺរ៉ុបអត់ដូចចឹងទេអ្នកដែលទិញគឺគេមានសិលធម៌មួយគឺថាតើរបស់ដែលគេទិញពីស្រុកខ្មែរនេះតើបានកម្រៃដល់ប្រជាពលរដ្ឋខ្មែរដែរឬទេដែលជាកម្មករយើងមើលតើកម្មករខ្មែរវេទនាប៉ុណ្ណាមកដល់ម៉ោងហ្នឹងគេជួយយើងប៉ុណ្ណឹងហើយប្រាក់ខែទៅបាន$204ទេហូបអត់ហូបឃ្លានបញ្ហាសិទ្ធិមនុស្សបញ្ហាអីយើងឥឡូវអត់សូវឬឃើញគេធ្វើបាតកម្មមិនមែនបានន័យថាអត់មានបញ្ហានៅក្នុងរោងចក្រសហគ្រាសនេះទេវាមានគាត់យើងខ្ទប់មាត់គេមិនឲ្យនិយាយទេហើយយូរឃើញដូចម្សិលមួយថ្ងៃមានកម្មការរនីម្នាក់ដែលធ្វើការអង្គុយស្លាប់នៅលើកន្លែងម៉ាស៊ីនដេររបស់ខ្លួនដោយសារអីអាចបញ្ហាសុខភាពអាចបញ្ហាពុលគីមីពីកណាត់ពីអីមកឬក៏ហូបមិនគ្រប់គ្រាន់ធ្វើការលើសម៉ោងដើម្បីបានថែមម៉ោងដោយសារតែលុយវាតិចពេកដូច្នេះអាបញ្ហាហ្នឹងគឺវាមានច្រើនមកកណោក៏ដឹកហើយអាហ្នឹងបើសិនជាមានរឿងហ្នឹងកើតឡើងគឺអ្នកទិញនៅស្រុកអាមេរិកគេរកម្មចិត្តគេគិតថាជាឈាមកម្លាំងពលកម្មហ្នឹងជាឈាមអញ្ចឹងបើគេទិញរបស់យកមកប្រើគេគិតភ្លាមតើយើងជួយគាត់ឬក៏យើងសម្លាប់គាត់តែវាជួយបានក្រុមពួកអង្គការមហាមន្ត្រីដែលក្រុមក្រាក់ដែលពុករលួយទៅវាបានលុយចូលទៅកប៉ៅមន្ត្រីអស់ទាំងនោះឯប្រជាពលរដ្ឋលហេមលហាមវេទនាគ្មានសិទ្ធិសេរីភាពគ្មានអីអញ្ចឹងសតិអារម្មណ៍របស់អ្នករស់ស៊ីនៅស្រុកនេះណាគឺគេអត់ចង់ចលក់រកយើងទេគេអត់ចង់ទៅរកស៊ីទីមួយខូចក្រុមហ៊ុនគេខូចគេឈ្មោះកិត្តិយសគេទៅរកស៊ីស្រុកខ្មែរបើសិនជាមានបងប្អូនគេធ្វើបាតកម្មនៅមុខហាងដូច Walmart ដូច Costco ឬក៏ដូចកន្លែងធំដែលគេលក់ផលិតផលដែលយកមកពីខ្មែរបើគេដឹងថាផលិតផលហ្នឹងធ្វើទុកបុកម្នេញប្រជាពលរដ្ឋកម្មករខ្មែរឲ្យគេមកធ្វើបាតកម្មមួយថ្ងៃដើម្បីទាមទារឲ្យហាងហ្នឹងឈប់យកផលិតផលពីស្រុកខ្មែរហាងហ្នឹងចង់គឺនឹងឈប់ទិញផលិតផលពីស្រុកយើងដោយសារអីការតវ៉ាហ្នឹងគឺធ្វើឲ្យរគៀសចិត្តដល់អតិថិជនដល់ក្រុមហ៊ុនតកតនឹងសេចក្តីថ្លៃថ្នូរនិងសិលធម៌នៅក្នុងការរកស៊ីព្រោះឥឡូវអ្នកណាក៏ផលិតបានដែរស្បែកជើងស្អីនឹងអ្នកណាក៏ធ្វើបានដែរតែសំខាន់តើយើងប្រកួតទីផ្សារបានអីគឺសិលធម៌និងសេចក្តីថ្លៃថ្នូរនិងការយកចិត្តទុកដាក់ដល់កម្លាំងពលកម្មនិងការដែលគោរពសិទ្ធិការងាររបស់សហជីពអីចឹងអានេះគេគិតពីអញ្ចឹងវិញអញ្ចឹងគេលក់សាច់រឿងនៃផលិតផលជាជាងលក់ផលិតផលខ្លួនឯងហើយកម្ពុជាយើងហ្នឹងគឺបើសារតែយើងគិតថាមិនអីទេគេផ្ដល់GSP ឲ្យយើងហើយអញ្ចឹងយើងធ្វើអីក៏បានដែរព្រោះគេមិនធ្វើបាបយើងធ្វើអីតើឥឡូវដល់ពេលដែលយើងធ្វើបាបធ្វើទុកកម្មករពេកឥឡូវឃើញគេរករឿងយើងគេផ្ដាច់ GSP យើងប្រហែលឆ្នាំហើយឥឡូវឡើងពន្ធឡើងអីទៀតហើយអញ្ចឹងបានត្រឡប់មកវិញអាមេរិកចង់បានប្រជាធិបតេយ្យឲ្យប្រទេសកម្ពុជាបានមាននឹងមិនមែនអាមេរិកគេចោះទៅគ្រប់គ្រងប្រទេសយើងទេគេត្រូវតែជួយវិនិយោគទៅលើក្រុមណាដែលមានជំហរតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយក្រុមនោះឯងដែលជាក្រុមអូទៀមក្នុងខ្សែភ្នែករបស់គណៈបកកាន់អំណាចព្រោះខ្លួនក្រាញអំណាចបើមានគេចែងគឺគេនឹងជាអូទៀមជាក្រុមក្រៅច្បាប់ពីភេរវកជាអីចឹងហើយចាប់ផ្ដើមលៀបពណ៌ធ្វើច្បាប់ធ្វើឲ្យក្រុមនោះខ្លាយទៅជាភេរវកដូចជាការចាប់លោកកឹមសុខាដាក់ពន្ធនាគារចោទប្រកាន់អាមេរិកពីរឿងចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យដើម្បីឲ្យមានប្រជាធិបតេយ្យតើវាប្រជាប្រដ្ឋស្ដាប់ទៅគេផ្ដួលរំលំរបបខ្មែរក្រហមឧទាហរណ៍តើអ្នកដែលចូលរួមដូចជាវៀតណាមឥឡូវយើងនិយាយថាវៀតណាមសុទ្ធតែជាអ្នកមានគុណខ្មែរអីនាំទាហាននាំអីមករំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមតើពេលដែលនាំទ័ពបរទេសយកមកឈ្លានពានដែនអធិបតេយ្យដើម្បីរំដោះខ្មែរឲ្យចេញពីរបបខ្មែរក្រហមមានអ្នកណាដែលគិតថាវៀតណាមចូលមកនឹងបំផ្លាញមែនទេប្រជាពលរដ្ឋខ្មែរដែលរួចពីរបបខ្មែរក្រហមយល់ថាឥឡូវគេជួយមករំដោះតើវាខុសអីនៅពេលដែលគេកំចាត់របបខ្មែរក្រហមដើម្បីឲ្យប្រជាពលរដ្ឋរស់រានមានជីវិតឡើងវិញឧទាហរណ៍ប្រជាពលរដ្ឋខ្មែរមកដល់ម៉ោងហ្នឹងអ្នកដែលរស់រានពីរបបខ្មែរក្រហមគឺនៅតែអរគុណ7មករាហ្នឹងទេច្រើនណាស់ព្រោះដោយសារអីខ្លួនបានរស់ឡើងវិញប៉ុន្តែមានគិតទេថាអ្នកដែលនាំខ្លួនឲ្យរស់ឡើងវិញហ្នឹងគឺជាទាហានខ្មែរទាហានវៀតណាមដែលឈ្លានពានដែនអធិបតេយ្យកម្ពុជារំលោភដែនអធិបតេយ្យរបស់កម្ពុជាយើងកុំគិតយើងគិតថាគេជួយរំដោះឲ្យជាការពិតប៉ុន្តែហេតុអីបានជាកម្ពុជាសាទរការដែលអន្តរាគមន៍របស់រដ្ឋបរទេសនៅក្នុងការធ្វើឲ្យខ្មែរក្រហមដួលរលំហើយអ្នកដែលចូលរួមជាមួយខ្មែរក្រហមដោយលោកហ៊ុនសែនហេងសំរិននិងជាស៊ីមសុទ្ធតែក្បត់ជាតិទាំងអស់មែនទេដែលផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហមមួយដើម្បីឲ្យប្រទេសនេះឈប់មានការកាប់សម្លាប់អញ្ចឹងយើងអាចចោទក្រុមលោកសំរងលោកហ៊ុនសែនហេងសំរិនជាស៊ីមហើយនឹងទ័ពខ្មែរក្រហមថាជាក្រុមក្បត់ជាតិទេមិនអញ្ចឹងមកផ្ដួលរំលំរដ្ឋាភិបាលប៉ុន្តែបំណងកាលពេលហ្នឹងក្រែងពួកគាត់ចូលទៅហៅវៀតណាមមកឲ្យរំដោះជាតិនេះឲ្យមានសុខសន្តិភាពមានឈប់មានចម្បាំងរាំងជលកាប់សម្លាប់គ្នាហេតុអីបានជាចាត់ទុកថាក្រុមដែលមកជួយដោយលោកហេងសំរិនសំនឹងជាស៊ីមនឹងនេះហេតុអីក៏ពេលហ្នឹងមិនមានអ្នកណាចោទគាត់ថាជាក្រុមក្បត់ជាតិដែរទៅយើងមិនអាចទៅចោទពួកគាត់ថាជាក្រុមក្បត់ជាតិបានទេមិនអញ្ចឹងដោយសារគាត់ទៅនាំរដ្ឋបរទេសមកជួយដោះស្រាយបញ្ហាកម្ពុជាដូចគ្នានៅក្នុងពេលនេះដែររដ្ឋបរទេសមានទាំងសហគមន៍អន្តរជាតិមិនមែនតែអាមេរិកទេ
សហគមន៍អន្តរជាតិគឺអឺរ៉ុបអីនេះជួយក្រុមតស៊ូមតិក្រុមលោកកម្មសុខាឬក៏ក្រុមអ្នកណាក៏ដោយឲ្យតែតស៊ូមតិដើម្បីមានតុល្យភាពអំណាចកុំឲ្យរដ្ឋាភិបាលកម្ពុជាសពថ្ងៃជិះសេះលែងដៃរំលោភសិទ្ធិមនុស្សក្នុងប្រជាធិបតេយ្យគេជួយលុយគ្រប់តែគម្រោងអង្គការស៊ុយអេតអង្គការប្រទេសផ្សេងទៀតដែលគេជួយតាមរយៈកញ្ចប់ថវិកាក្នុងការជួយបណ្ដុះបណ្ដាលសិទ្ធិប្រជាពលរដ្ឋអំពីការយល់ពីសិទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សសិទ្ធិអីហ្នឹងហើយទៅចោតក្រុមហ្នឹងទាំងអស់ឲ្យតែលុយគេជួយក្រុមហ្នឹងអង្គការសិទ្ធិមនុស្សអីគឺយើងគិតថាឧទាមក្រុមបដិវត្តពណ៌ទាំងអស់អានេះដែលយើងអត់មើលឃើញការពិតដែលថាតើអ្នកណាខូចឲ្យប្រកាសអ្នកណាដែលជាអ្នកខូចតើខ្មែរក្រហមខូចឬក៏ក្រុមដែលទៅនាំបង្កើតចលនាពីធ្នូដើម្បីតិថៈខ្មែរក្រហមចេញឲ្យប្រទេសនេះមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរស់រានមែនតែនដែលជាអ្នកដែលសង្គ្រោះតើអ្នកណាឲ្យខូចពិតប្រកបឥឡូវនេះវិលមកដល់រឿងលោកកម្មសខានិងលោកសំរងស៊ីហើយនឹងការចោទប្រកាន់អាមេរិកថាជាក្បត់ជាតិហើយនឹងនាំគ្នាចោទក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខាគឺក្រុមក្បត់ជាតិតើពួកគាត់ក្បត់ជាតិកន្លែងណានៅពេលដែលរដ្ឋាភិបាលបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យធ្វើឲ្យប្រទេសនេះក្លាយទៅជារដ្ឋរណបប្រទេសចិនហើយធ្លាក់នៅក្នុងការដឹកនាំបែបផ្ដាច់ការដែលអ្នកណាក៏មើលឃើញគេថ្កោលទោសរាល់ថ្ងៃសហគមន៍អន្តរជាតិគេថ្កោលទោសព្រោះគេភ័យសម្រាប់ប្រជាពលរដ្ឋ17លាននាក់ដូច្នេះដើម្បីធ្វើឲ្យប្រទេសនេះមានប្រជាធិបតេយ្យមានការរស់រានមានជីវិតដោយមានទទួលស្គាល់សិទ្ធិកុំឲ្យតែមានចែងនៅក្នុងកណ្ដាស់គឺគេត្រូវការវិនិយោគទៅលើក្រុមបែបនេះឯងគឺប្រជាពលរដ្ឋខ្មែរតាលោកសំរងស៊ីក៏ជាខ្មែរលោកកម្មសខាក៏ជាខ្មែរលោករងឈុនក៏ជាខ្មែរលោកណាផ្សេងទៀតដែលតស៊ូមតិដែលត្រូវគេធ្វើទុកបុកម្នេញគ្រប់គ្នាសុទ្ធតែជាខ្មែរទាំងអស់ក៏ប៉ុន្តែខ្មែរទាំងនេះខ្លាយទៅជាជនក្បត់ជាតិដោយសារអីខ្មែរក្រហមកាលពីរបបនឹងពេលដែលរលាយទៅពេលដែលលោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមនាំវៀតណាមមករំដោះប្រទេសកម្ពុជាចេញពីក្រញ៉ាំខ្មែរក្រហមហ្នឹងខ្មែរក្រហមថ្កោលទោសទាំងអស់ថាក្រុមលោកហ៊ុនសែនជាស៊ីមនិងហេងសំរិនសុទ្ធតែជាក្រុមក្បត់ជាតិនាំបរទេសមកឈ្លានពានដែនអធិបតេយ្យកម្ពុជាឡាក់នឹងឡាក់ឃើញទេក្រុមហ្នឹងគេចោទរដ្ឋាភិបាលហ្នឹងគេចោទក្រុមហ្នឹងក្បត់ជាតិអញ្ចឹងតាក៏ប៉ុន្តែសួរថាតើការក្បត់ជាតិរបស់លោកហ៊ុនសែនហេងសំរិននិងជាស៊ីមនៅពេលនោះវាបានចំណេញអីដល់ជាតិកម្ពុជានេះដែរទេមិនអត់ទេបងប្អូនមិនអញ្ចឹងយ៉ាងហោចណាស់ក៏ប្រទេសកម្ពុជាមិនស្ថិតនៅក្នុងការរស់នៅក្នុងរបបបល្ល័យពូជសាសន៍ខ្មែរក្រហមដែរមិនអញ្ចឹងពេលដែលទ័ពបរទេសជាការពិតហើយវាទ័ពបរទេសឈ្លានពានចុះហេតុអីបានជាទាំងអស់គ្នាចាត់ទុកថាលោកហ៊ុនសែនជាស៊ីមនិងលោកហេងសំរិនជាវីរៈបុរសជាបិតាផ្សះផ្សាជាបិតារំដោះជាតិលាក់នឹងលាក់មកដល់ម៉ោងហ្នឹងនៅតែនយោបាយឈ្នះកោតសរសើរគាត់គ្រប់ម៉ាត់ខ្ញុំអត់ជំទាស់ទេខ្ញុំអត់មានជំទាស់អីសោះខ្ញុំអត់ជំទាស់លោកហ៊ុនសែនលោកហេងសំរិននិងលោកជាស៊ីមដែលបង្កើតរណសេពីធ្នូហើយបដិញខ្មែរក្រហមចេញជាការពិតឲ្យកម្លាំងបើមិនជួយទ័ពវៀតណាមមកក៏មិនវាយឈ្នះទ័ពយួនដែរហើយសំខាន់បំផុតគឺប្រជាពលរដ្ឋមិនមានការកាប់សម្លាប់អត់ឃ្លានអីទៀតយើងត្រូវអរគុណលោកហេងសំរិនជាស៊ីមលោកហ៊ុនសែនតែមិនចឹងព្រោះគាត់ជាអ្នកជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចពីភ្នក់ភ្លើងសង្គ្រាមរ៉ាំរ៉ៃនៃរបបខូខើបល្ល័យពូជសាសន៍របស់ខ្មែរក្រហមខាងគាត់ជាវីរៈបុរសរបស់ខ្មែរដែរមិនចឹងចុះហេតុអីបានជាគាត់មើលលោកកម្មសខានិងលោកសំរងស៊ីនៅពេលនេះដែលធ្វើដោយក្រុមគាត់កាលពីសម័យ79ដែរទៅជាក្រុមអូទៀមក្បត់ជាតិទៅវិញទៅសុំកលុំជាមួយអាមេរិកមករំដោះប្រទេសកម្ពុជាដែលអាមេរិកខ្លួនឯងអត់នាំទ័ពដូចវៀតណាមមកផងតែអាមេរិកខ្លួនឯងជួយតាមគម្រោងថវិការដ្ឋសភាដែលអនុម័តទៅជួយគម្រោងកសាងស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យនិងជួយគណៈបកនយោបាយតាមលទ្ធភាពជាក់ស្ដែងដើម្បីឲ្យមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មិនមែនប្រើចុងកណ្ដុងទៅទៀតលោកហ៊ុនសែនហេងសំរិននិងជាស៊ីមកាលពីសម័យខ្មែរក្រហមនាំទ័ពដោយចុងកណ្ដុងបាញ់ទ័ពខ្មែរក្រហមរត់ចែកជើងព្រាតអាហ្នឹងគឺប្រើចុងកណ្ដុងផងនៅតែគាត់ជាវីរៈបុរសស្នេហាជាតិចុះឥឡូវនៅពេលដែលលោកសំរងស៊ីនិងលោកកម្មសខានិងក្រុមគណៈបកប្រឆាំងទៀតតស៊ូមតិដោយផ្លូវអហិង្សាតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទោះជាកោចបរញ៉េរញ៉ៃប៉ុណ្ណាក៏ដោយហេតុអីបានជាពួកគាត់ខ្លាយទៅជាឧទាមក្រុមក្បត់ជាតិទៅវិញបងប្អូនពិចារណាទាំងអស់មើលហេតុអីបានជាពួកគាត់ខ្លាយទៅជាក្រុមក្បត់ជាតិនិងឧទាមធ្វើបដិវត្តពណ៌នៅពេលដែលពួកគាត់ចង់ឲ្យប្រទេសនេះខ្លាយទៅជាប្រទេសដែលមាននីតិរដ្ឋត្រឹមត្រូវបំបត្តិអំពើពុករលួយមានប្រព័ន្ធតុលាការត្រឹមត្រូវឯករាជ្យដោយមិនតុលាការអយុត្តិធម៌ដូចសពថ្ងៃមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនមានការបិទឬក៏ដេញធ្វើបាបទុកម្នេញរបស់អ្នកកាសែតប្រជាពលរដ្ឋមានសិទ្ធិសេរីភាពអាចបញ្ចេញមតិបានកម្មករអាចតវ៉ាសហជីពបង្កើតទៅដើម្បីសិទ្ធិសេរីភាពរបស់កម្មករហើយការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងយុត្តិធម៌គ្មានប្រព័ន្ធផ្សព្វផ្សាយណាដែលផ្សាយតែឲ្យគណៈបកប្រជាជនកម្ពុជាផ្ដាច់មុខអ្នកណាផ្សាយពីហ្នឹងគឺបិទមិនឲ្យសម្ដែងមិនឲ្យផ្សាយមិនឲ្យអីរកធ្វើទុកបុកម្នេញគ្នាតើហេតុអីបានជាក្រុមដែលកំពុងតែធ្វើឲ្យអ្វីទៅជាភាពប្រសើរខ្លាចជាក្រុមក្បត់ជាតិអស់ហើយហេតុអីបានជាជំនួយរបស់អាមេរិកឬក៏រដ្ឋាភិបាលអឺរ៉ុបជួយក្រុមតស៊ូមតិអស់ទាំងនេះគឺជាការជួយទំនុកបម្រុងបដិវត្តពណ៌ទៅវិញបដិវត្តពណ៌គឺយើងធ្វើតែក្នុងការកសាងកម្លាំងប្រដាប់អាវុធឧទាមទ័ពព្រៃ
ចូលទៅបង្កើតតំបន់អបគមអីអាហ្នឹងគឺជាបដិវត្តពណ៌អាហ្នឹងយើងមិននិយាយទៅគឺយើងអាចចោទប្រកាន់ចេះបានប៉ុន្តែក្រុមនេះជាក្រុមដែលចូលទៅមានតំណាងរាស្ត្រ55នាក់មានការបោះឆ្នោតប្រជាពលរដ្ឋបោះឆ្នោតជិត3លានគណៈបកប្រជាជនកម្ពុជាកាលពីអំឡុងឆ្នាំ2010ជាងហ្នឹងណាបានសម្លេងឆ្នោតតែ3លាន2សែនទេគណៈបកប្រឆាំងបាន2លាន9សែនជាងខុសគ្នាតែ3 4សែនសម្លេងទេស្ទើរតែស្មើគ្នាហើយការបោះឆ្នោតបែបនេះយើងគិតថាពួកគាត់ជាឧទាមតបព្រៃជាយ៉ាងម៉េចក្បត់ជាតិរមិនឃើញហេតុអីបានជាយើងបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាក្រុមនោះជាក្រុមក្បត់ជាតិទៅវិញនៅពេលដែលយើងដែលជាអ្នកកាន់រដ្ឋាភិបាលព្យាយាមធ្វើឲ្យប្រទេសនេះធ្លាក់ចូលនៅក្នុងរបបផ្ដាច់ការរណបចិនបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍អន្តរជាតិកោតទោសយើងគ្រប់យ៉ាងហេតុអីបានជាយើងមើលឃើញក្រុមអ្នកចង់សង្គ្រោះបែរទៅជាក្បត់ជាតិហើយក្រុមអ្នកទប់អ្នកសង្គ្រោះបែរទៅជាអ្នកស្នេហាជាតិទៅវិញខ្ញុំមើលមិនឃើញអញ្ចឹងបានថាប្រជាពលរដ្ឋខ្មែរមកនេះគួរតែយល់អំពីអ្វីដែលជាអំពើគ្រោះថ្នាក់នៃរបៀបដឹកនាំរដ្ឋខ្ញុំមិនទាមទារឲ្យបងប្អូនបះបោធ្វើបដិវត្តពណ៌កំចាត់កំតិចឬក៏សម្លាប់គ្នាទេអត់ទេខ្ញុំបដិសេធដាច់ខាតអំពើហិង្សាសពបែបយ៉ាងខ្ញុំបដិសេធដាច់ខាតការចងពៀគ្នាគ្រប់យ៉ាងខ្ញុំបដិសេធដាច់ខាតការធ្វើទុកបុកម្នេញយកខ្មែរជាសត្រូវអត់ទេគឺយើងត្រូវចេះមើលប្រើបញ្ញាញាណរបស់យើងឲ្យដឹងថាតើយើងត្រូវផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះតាមរយៈរបបប្រជាធិបតេយ្យយ៉ាងម៉េចគឺត្រូវយកបន្លាជួបន្លាបងប្អូនត្រូវបង្ហាញសេចក្តីក្លាហានរបស់ខ្លួនបើគណៈបកប្រជាជនកម្ពុជាគេថាទេគេធ្វើនេះដើម្បីប្រជាធិបតេយ្យហើយបងប្អូនមើលឃើញថាមិនទេប្រជាធិបតេយ្យយ៉ាងម៉េចបំផ្លាញគ្រប់យ៉ាងហើយគេចាប់ផ្ដើមយកប្រព័ន្ធបោះឆ្នោតធ្វើជាឧបករណ៍មួយដើម្បីបំបាំងភ្នែកសហគមន៍អន្តរជាតិឲ្យថាខ្លួនមានប្រជាធិបតេយ្យពិតប្រាកដនេះជាឱកាសបងប្អូនឲ្យកុំទៅលើកកាភ្លើងកុំទៅលើកស្អីប្រយុទ្ធប្រឆាំងគ្នាកាប់ចាក់គ្នាអត់មានលើកទឹកចិត្តចឹងទេគឺយើងទៅបោះឆ្នោតនៅក្នុងពេលដែលយើងទៅបោះឆ្នោតហ្នឹងគឺបោះឆ្នោតតាមសុឆន្ទៈរបស់យើងហើយត្រូវចេះលើកទឹកចិត្តគ្នាឲ្យរដ្ឋាភិបាលកម្ពុជាខ្ជាក់ការដែលដឹកនាំប្រទេសត្រូវអនុញ្ញាតឲ្យមានគណៈបកប្រឆាំងដែលអាចខ្លួនជាអ្នកជ្រើសរើសបានណាកុំចាញ់បោកគណៈបកប្រជាជនថាគណៈបកប្រឆាំងដែលមានប្រជាប្រិយគឺក្រុមឧទាមក្រៅច្បាប់អាហ្នឹងគឺជាការធ្វើនយោបាយប្រជាធិបតេយ្យឲ្យបងប្អូនលុះក្រោមការជឿបែបនេះគឺបងប្អូនឲ្យគណៈបកប្រជាជនកម្ពុជាខ្ចីដៃបងប្អូនយកមកប្រើប្រឡប់សហគមន៍អន្តរជាតិថាយើងមានការបោះឆ្នោតមួយដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ប៉ុន្តែសហគមន៍អន្តរជាតិឯណាគេជឿយើងឃើញលទ្ធផលឃើញយើងជាប់បណ្ដាសាយើងបោះឆ្នោតមកប្រជាពលរដ្ឋទៅ8 9លានអ្នកណាគេជឿទុកចិត្តរដ្ឋាភិបាលយើងឯងអត់មានអ្នកណាទទួលស្គាល់រដ្ឋាភិបាលយើងថាជារដ្ឋាភិបាលស្អាតស្អំទេម៉ោងនេះបើគេជឿថារដ្ឋាភិបាលខ្មែរស្អាតស្អំមកឆ្លោះគ្នាជាមួយថៃសហគមន៍អន្តរជាតិគេថ្កោលទោសថៃងាប់ហើយតែគ្មានអ្នកណាថ្កោលទោសមួយសោះដោយសារអីបងប្អូនដោយសាររបៀបដឹកនាំរដ្ឋយើងដោយសារតែយើងធ្វើនឹងវាបន្លំច្រើនពេកហើយយើងបន្លំហើយយើងបន្លប់ណាបន្លំហើយបន្លប់ទៀតបន្លំហើយបន្លប់បោកប្រឆោតនយោបាយប្រជាពិធក្រុមប្រឆាំងសិតតែឧទាមក្រៅច្បាប់សិតតែពួកក្បត់ជាតិសិតតែអីទាំងអស់ដកសញ្ជាតិគេដកអីអញ្ចឹងមិនដកសញ្ជាតិលោកហ៊ុនសែននិងលោកហេងសំរិននិងលោកជាស៊ីមទៅសម័យដែលផ្ដួលរំលំរបបខ្មែរក្រហមមួយដែលជារបបកាន់កាប់ប្រទេសមួយបាន3ឆ្នាំ8ខែ20ថ្ងៃនោះតែជារបបមួយដែរមិនចឹងហើយរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងគេថាគេជារបបស្របច្បាប់របស់គេដែរគេចេះតែថាទៅអានឹងចឹងបានថាការបកស្រាយយើងត្រូវបកស្រាយឲ្យមានយុត្តិធម៌ហើយការស្អប់ខ្ពើមសហរដ្ឋអាមេរិកចោទប្រកាន់ថាព្រួលរំលំរដ្ឋាភិបាលគឺក្រមយើងកំពុងតែកំចាយអ្នកដែលជួយសង្គ្រោះយើងហើយអញ្ចឹងនៅពេលដែលគេសង្គ្រោះហើយយើងបិទផ្លូវបិទមាត់គេអានឹងហើយដែលធ្វើឲ្យយើងមានបញ្ហាអញ្ចឹងវិលមកវិញបងប្អូនពេលដែលអាមេរិកគេចង់ជួយគឺគេចង់វិនិយោគទៅលើក្រមប្រជាធិបតេយ្យលោកកឹមសុខាលោកសំរងស៊ីអ្នកណាចោតគាត់ចោតអីប៉ុន្តែនេះគឺជាយន្តការរបស់អាមេរិកនៅក្នុងការជួយសង្គ្រោះប្រទេសនៅលើពិភពលោកគឺការវិនិយោគទៅលើក្រមប្រជាធិបតេយ្យដែលហ៊ានតតាំងជាមួយនឹងមេដឹកនាំផ្ដាច់ការជាប់គុកជាប់ច្បាប់ហើយជាការពិតអត់មានអីប្លែកទេអ្នកទាំងអស់នេះបើមិនជាប់គុកក៏ត្រូវគេបាញ់សម្លាប់ចោលដែរហើយកាត់ឡើងនៅគ្រប់ប្រទេសព្រោះអ្នកតស៊ូគឺឈាមអញ្ចឹងឯងអត់មានបានដេកផ្ទះស្រួលបួលទេគឺចំណាយពេលវេលានៅគុកច្រើនជាងនៅផ្ទះវាជាធម្មតាហើយអាមេរិកគឺជួយបែបហ្នឹងដោយសារអីគឺគេចង់ឲ្យប្រទេសកម្ពុជាមានអ្នកដឹកនាំជាខ្មែរស្រឡាញ់ខ្មែរទាំងអស់គ្នាឲ្យមានប្រជាធិបតេយ្យដើម្បីទី1អាមេរិកទប់កុំឲ្យយើងនៅពេលដែលដឹកនាំតាមរបៀបផ្ដាច់ការគឺយើងអត់មានជំហរឯករាជ្យទេរដ្ឋអត់មានជំហរឯករាជ្យទេតែយើងពឹងទៅលើការពឹងចិនគឺយើងទេទៅចិនហ្នឹងចិននិយាយអីក៏យើងគ្រប់គ្រងចិនដែរគេប្រជុំនៅអាស៊ានណាលើកមុនយើងធ្វើប្រធានអាស៊ានគេនិយាយពីដែនចំនួនសមុទ្រចិនដែលពាក់ព័ន្ធនឹងប្រទេសវៀតណាមម៉ាឡេនិងហ្វីលីពីនសុទ្ធតែខូចប្រយោជន៍ដែលជាសមាជិកអាស៊ានទាំងអស់ហើយចិនជាប្រទេសនៅខាងក្រៅសោះកម្ពុជាដែលជាម្ចាស់ផ្ទះធ្វើឲ្យបែកខ្ញែកគ្នាមិនអាចចេញជាសេចក្តីថ្លែងការណ៍រួមដើម្បីគ្រប់គ្រងប្រឆាំងឲ្យអាស៊ានខ្លាំងប្រឆាំងចិនគឺយើងគ្រប់គ្រងនៅខាងចិនឃើញយើងធ្វើឲ្យអាស៊ានខ្សោយដោយសារតែរឿងយើងរណបអត់មានភាពឯករាជ្យម្ចាស់ការខ្លួនឯងគេដឹង
ដល់តែពេលអញ្ចឹងគេចង់កែឲ្យយើងនឹងរឹងប៉ឹងតែយើងរឹងប៉ឹងវារឹងប៉ឹងប្រជាប្រដ្ឋ17លានអ្នកតែវាចុះខ្សោយគណៈបកកណ្ដាលអំណាចនិងក្រុមគ្រួសារតកូលហ៊ុនវាទៅជាបាត់អំណាចក្រុមគ្រួសារនិងបកពួកវាបានអំណាចរបស់ប្រជាពលរដ្ឋ17លានអ្នកគឺគេមិនពេញចិត្តហើយគេចាប់ផ្ដើមបំផ្លាញកំតិចដូចគ្នានៅលើលោកហ្នឹងឲ្យតែរបបផ្ដាច់ការគេធ្វើតែអញ្ចឹងហើយចាប់ផ្ដើមបោកបន្លំប្រជាពលរដ្ឋថាក្រុមនេះឲ្យទៀមក្រុមនេះក្រៅច្បាប់មិនអាចដោះលែងបានមិនអាចលើកលែងបានចង្រៃឡាក់នឹងឡាក់ចង្រៃអីតើក្រុមគាត់ចង្រៃអីនៅពេលដែលគេជួយដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញចង្រៃអីវាចង្រៃឧទាហរណ៍ចង្រៃណាស់អ្វីដែលក្រុមគណៈបកសង្គ្រោះជាតិឬក៏ក្រុមលោកកឹមសុខាក្រុមលោកសំរងស៊ីឬលោករងឈុននេះណាបើបានคลายទៅជាអ្នកដឹកនាំប្រទេសកម្ពុជានឹងចង្រៃណាស់ខ្ញុំនិយាយពីរឿងភាពចង្រៃរបស់ពួកគាត់ចង្រៃទី1គឺប្រទេសនេះនឹងមានប្រជាធិបតេយ្យសេរីនិយមពហុបកតែមានប្រជាធិបតេយ្យវាចង្រៃណាស់គឺអ្នកដែលធ្លាប់ប្រព្រឹត្តអំពើពុករលួយលួចជាតិលួចអីហ្នឹងរស់ស៊ីលែងបានហើយដល់ប្រជាពលរដ្ឋនឹងច្រើនដែលជាបងប្អូនក្រុមដែលលួចជាតិហ្នឹងរស់ស៊ីលែងបានវាចង្រៃហ្នឹងឃើញនៅវាចង្រៃដល់ក្រុមគ្រួសារដែលលួចជាតិទេប៉ុន្តែប្រយោជន៍ជាពរជ័យគឺសម្រាប់ប្រជាពលរដ្ឋទាំង17លាននាក់អាហ្នឹងចង្រៃទី1ចង្រៃទី2ដែលក្រុមលោកសំរងស៊ីនិងកម្មសខាឬក៏លោករងឈុននឹងឡើងកាន់ប្រទេសគឺចង្រៃអីគឺវានឹងច្បាស់ជាមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅពេលដែលមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺចង្រៃដោយសារអីនិយាយការពិតច្រើនពេកទៅគឺវាទៅជាហាច់ពោះឲ្យក្អែកចឹកគឺឲ្យអាអំពើផ្ដេសផ្ដាស់អាសកម្មនៅក្នុងសង្គមហ្នឹងវាបាត់ប្រយោជន៍អស់ហើយប្រយោជន៍ដែលធ្លាប់សុំកលុំគ្នាធ្លាប់បលិមបឡំធ្លាប់លឹមលំអីហ្នឹងគឺវាចង្រៃក្រុមអស់ហ្នឹងគឺលែងរស់ស៊ីបាននេះគឺជាភាពចង្រៃរបស់ក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខានិងក្រុមលោករងឈុនអីឬក៏អ្នកដែលកាន់ប្រជាធិបតេយ្យគ្រប់សិទ្ធិមនុស្សអាហ្នឹងសម្រាប់តាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយចង្រៃទី3គឺតាក់ទងនឹងការដែលចង្រៃដល់បញ្ហារឿងនាំគ្នាប្រជាពលរដ្ឋចាប់ផ្ដើមអាចក្រោកតវ៉ាតាមផ្លូវបានអាចនិយាយតរិះគន់រដ្ឋាភិបាលដោយអត់មានខ្លាចគេចាប់ដាក់គុកអីហ្នឹងគឺចង្រៃទៀតដែរហេតុអីបានជាចង្រៃគឺចង្រៃដោយសារអូផ្លូវស្ទះទៀតហើយព្រោះគេបាតកម្មច្រើនមកអីអញ្ចឹងទៅនឹងវាអខានរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវហើយវានឹងចង្រៃដល់ការបាត់បង់ប្រយោជន៍របស់ក្រុមមួយចំនួនដែលបង្ក្រាបអ្នកទាំងអស់នេះបានអញ្ចឹងទៅចង្រៃដល់ក្រុមតកែរោងចក្រសហគ្រាសនោះដែលធ្លាប់ដែលឲ្យចំណេញ10ឲ្យកម្មករមួយបើយក9ទៅបាត់ហ្នឹងកេងកម្លាំងញើសឈាមកម្មករដោយសារតែក្រុមហ្នឹងវាត្រូវគ្នាអស់ទៅវាអត់មាននរណាខ្ចាក់លុយនឹងបានសហជីពនាំគ្នាទៅគ្រប់គ្រងថៅកែអស់សហជីពដែលគ្រប់គ្រងកម្មករជួនកាលតវ៉ាទៅមាន4សហជីពគ្រប់គ្រងថៅកែមាន17សហជីពដោយទាំងរដ្ឋាភិបាលតវ៉ាក្តីដើម្បីប្រយោជន៍កម្មករសហជីពការពារប្រយោជន៍កម្មករទៅនៅខាងថៅកែអស់ហើយកម្មករគ្មានសម្លេងគេថាប្រជាធិបតេយ្យសម្លេងភាគតិចគេអត់ស្ដាប់តែសម្លេងភាគតិច3 4ហ្នឹងវាស្មើនឹងអាសម្លេង20 30ហ្នឹងលឹះនឹង100ដងផងគេអត់ស្ដាប់ដោយសារគេយកលេសប្រជាធិបតេយ្យចង្រៃដល់ក្រុមទាំងអស់នេះគឺដោយសារអីកម្មករនឹងបានប្រាក់ខែច្រើនតកែរោងចក្រនឹងចំណេញតិចជាងមុនខាតចំណេញបងប្អូនមិនមែនខាតឡងចុងទេតកែរោងចក្រដែលមានពួកមន្ត្រីរាជការនិងអ្នកដែលនៅក្រាក់នៅជួររដ្ឋាភិបាលគណៈបកកណ្ដាលអំណាចដែលមានភាគហ៊ុនភាគអីនៅក្នុងរោងចក្រអីហ្នឹងខាតចំណេញហើយទៅវាបានប្រយោជន៍ដល់កម្មករអានឹងហើយដែលជាភាពចង្រៃរបស់ក្រុមលោកសំរងស៊ីនិងក្រុមលោកកម្មសខាឡើងនោះតែឡើងទៅវាចង្រៃហ្នឹងគឺចង្រៃក្រុមគេធ្លាប់បានប្រយោជន៍ចឹងគេលែងមានប្រយោជន៍ឃើញទេចង្រៃទី4ចង្រៃអីគេបងប្អូនគឺចង្រៃដោយសារតែមានអ្នកវិនិយោគពីក្រៅប្រទេសហ្នឹងចូលទៅរកស៊ីច្រើនដល់ពេលរកស៊ីច្រើនអ្នករកស៊ីដូចនៅអាមេរិកនៅអឺរ៉ុបអីគេឃើញប្រព័ន្ធយើងដឹកនាំរដ្ឋចាប់ផ្ដើមមានប្រជាធិបតេយ្យចូលទៅរកស៊ីច្រើនគឺចង្រៃហើយចង្រៃថងអីអាក្រុមហ៊ុនដែលបោកបន្លំពីមុនដែលធ្លាប់លឹមលំចឹងក្បាលមិនជាប់មេជើងមិនជាប់ដីឬស្អីមកដោយក្រុមឆប់បោកអនឡាញក្រុមស្អីដែលបើកគ្រប់មជ្ឈមណ្ឌលវាខ្ចាយឯងវារស់ស៊ីអត់បានទេព្រោះវាបោកបន្លំចឹងវាចង្រៃកន្លែងហ្នឹងគឺចង្រៃក្រុមអស់ហ្នឹងដែលមិនអាចរស់ស៊ីការទៀតទេព្រោះអីគេមានអ្នកដែលគេថ្លៃធ្នូគេរស់ស៊ីច្បាស់លាស់ទៅគេមានអ្នកដែលគេស្អប់ខ្ពើមអំពើដែលពៀលីអាវ៉ាសាយប្រទេសផ្ដាស់ដែលបោកបញ្ឆោតអីចឹងទៅគេរកអ្នកដែលមានសិលធម៌មានគុណធម៌វាចង្រៃក្រុមអស់ហ្នឹងចឹងអាបនលបែងកាស៊ីណូឬក៏អាអំពើពៀលីប្រទេសផ្ដាស់ហ្នឹងជួញដូរមនុស្សឬក៏ទរណកម្មឬក៏ឆោបោកបញ្ឆោតស្អីលាក់ហ្នឹងគឺវាអស់ដល់អស់ទៅគឺវាចង្រៃក្រុមហ្នឹងវាបានប្រយោជន៍ដល់ប្រជាពលរដ្ឋ17លាននាក់ចង្រៃទី5បើសិនជាលោកកម្មសខាលោកសំរងស៊ីឬលោករងឈុនអីនឹងឈ្នះឆ្នោតហ្នឹងគឺតាក់ទងនឹងប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាគឺប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាប្រព័ន្ធបោះឆ្នោតប្រព័ន្ធតស៊ូមតិនៅក្នុងរដ្ឋសភាដែលមានកម្លាំងដែលអាចនិយាយហៅនាយករដ្ឋមន្ត្រីហៅប្រធាននាយកដ្ឋានឬក៏រដ្ឋមន្ត្រីក្រសួងនេះក្រសួងនោះមកអង្គុយសួរចោតដេញដោលគ្នាក្នុងរដ្ឋសភាហ្នឹងហេតុអីបានអារឿងព្រំដែនហ្នឹង
ហេតុអីបានជាយើងចាញ់ថៃអត់មានតដៃគេបានសពាវុធយើងក៏ខ្សោយមិនលុយទៅណាតាហ៊ានយើងហេតុអីក៏មានមិនគ្រប់តាហ៊ានខ្មោចតាហ៊ានអីចោះលុយជួយកងទ័ពជួយអីហ្នឹងហេតុអីក៏វេទនាម្លេះវាយប្រាវស្បែកជើងផ្ទាត់អាការមួយបាញ់3គ្រាប់ផ្ទុះមួយអីលាក់នឹងលាក់តើអាលុយអស់ហ្នឹងទៅឯណាតើហេតុអីបានទ័ពរបស់យើងគឺវាខ្សោយវានឹងចង្រៃបងប្អូនគឺចង្រៃមេបញ្ជាការឬមន្ត្រីក្រាក់ធំនៅក្នុងជួរកងទ័ពហ្នឹងលែងបានលួចជាតិទៀតហើយវាចង្រៃអញ្ចឹងតែអាបានប្រយោជន៍គឺកងទ័ពនឹងបានទទួលការយកចិត្តទុកដាក់បីធំដុំអីអញ្ចឹងទៅនេះអានេះចង្រៃទី5ហ្នឹងអញ្ចឹងហើយការបោះឆ្នោតមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ចង្រៃទី6គឺចង្រៃតាក់ទងនឹងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិប្រជាពលរដ្ឋនៅពេលដែលចាប់ផ្ដើមដឹងថាមាននយោបាយមានតលយៈភាពគឺប្រជាពលរដ្ឋដែលធ្លាប់តែកាន់គណៈបកកាន់អំណាចដែលធ្លាប់ដូចថាផ្កាប់មុខអីអញ្ចឹងទៅអាសទៅជាខ្មៅទៅអីនិយាយការពីអត់និយាយការពិតនិយាយដោះសារអត់និយាយដោះស្រាយចាប់ផ្ដើមអៀនខ្លួនលៀសខ្លួនខ្ពើមនឹងអំពើដែលខ្លួនធ្វើព្រោះគេធ្វើវាមើលទៅដូចជាគេទៅអស់ហើយនៅតែឯងនៅតែមហាអស្ចារ្យមហាលូតផ្លោះនឹងចង្រៃអញ្ចឹងសេរីភាពនៃការបញ្ចេញមតិនឹងចាប់ផ្ដើមដូរពណ៌ភ្លាមដូរពណ៌ដោយសារអីពួកក្រុមនោះលែងអាជ័យធ្លាក់ទឹកលើកដំកើងដែរបុគ្គលម្នាក់មួយក្រុមឯងមកលើកស្ទួយស្ថាប័នអញ្ចឹងវាអាក្រុមបពពួកនិយមអីហ្នឹងវាដាច់ចង្រៃក្រុមហ្នឹងលែងបានរស់ស៊ីលែងបានយកគ្នាមកគៀបសង្កត់គេដូចជាក្រុមគ្រូបង្រៀនណាដែលមានគំនិតមិនគ្រប់គ្រងគណៈបកប្រជាជនបកប្រឆាំងមិនឲ្យមកបង្រៀនដូចជាអ្នកណាហ៊ាននិយាយអីចឹងតារាសម្ដែងមិនឲ្យឡើងសម្ដែងមិនឲ្យទៅចូលទូរទស្សន៍នេះអីចឹងព្រោះដោយសារតែមិនគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាចង្រៃអញ្ចឹងក្រុមអស់ហ្នឹងគឺលែងទប់ស្កាត់អញ្ចឹងបានទៀតហើយវាទៅជាទូទៅប្រជាពលរដ្ឋពេញចិត្តតារាដែលមកសម្ដែងដើម្បីប្រយោជន៍សាធារណៈអីអញ្ចឹងឥឡូវមិនមែនតារារបស់បកអីអញ្ចឹងអាហ្នឹងគឺចង្រៃទី6ហ្នឹងគឺចង្រៃក្រុមអស់ហ្នឹងបងប្អូនរបស់ខ្ញុំនិយាយមកយកទៅភ្លឺក៏អត់អស់ដែរអញ្ចឹងសរុបសេចក្តីមកវិញតើអ្វីដែលជាប្រយោជន៍ពិតប្រាកដនៅពេលដែលអាមេរិកគេជួយយើងហើយយើងទៅចោទគេថាគេគឺជាអ្នកចង់ផ្ដួលរំលំរដ្ឋាភិបាលតើវាខុសអីទៅនៅពេលដែលគេផ្ដួលរំលំរបបខ្មែរក្រហមដើម្បីរំដោះប្រជាពលរដ្ឋកុំឲ្យអត់បាយខុសអីអ្នកដែលរំដោះហ្នឹងខុសអីលោកហ៊ុនសែនលោកជាស៊ីមនិងលោកហេងសំរិនគាត់ខុសអីកាលពីពេលហ្នឹងតើគាត់ក្បត់ជាតិរឿងអីចោះនៅពេលដែលយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យនីតិរដ្ឋយើងសរោប្រព័ន្ធពុករលួយយើងនឹងយើងជាប់បាតតារាងយើងស្អីសពបែបយ៉ាងគឺយើងធ្លាក់បាតតារាងទាំងអស់ហើយគេមានក្រុមមួយដើម្បីចង់ស្ដារឡើងវិញហើយមានជំនួយមានការជួយឧបត្ថម្ភពីរដ្ឋបរទេសនៅក្នុងន័យជាកញ្ចប់ថវិការបស់រដ្ឋសភាអាមេរិកដែលឯកភាពដោយពីបកទៅទៀតដែលគេមូលមាត់គ្នាថាជួយទៅព្រោះអាជំនួយហ្នឹងគេជួយគ្រប់តែប្រទេសអញ្ចឹងហើយយើងយកលេសហ្នឹងថាជួយក្រុមឧទាមក្រៅច្បាប់ហើយចាប់គេដាក់គុកចោទអាអ្នកដែលជួយថាជាអ្នកដែលចង់ផ្ដួលរំលំរដ្ឋាភិបាលដាក់គេគុកក្បត់ជាតិទាំងអស់តើវាខុសអីទៅអំពើរបស់គាត់និងអំពើរបស់អស់លោកតាំងពីឆ្នាំ79វាដូចតែគ្នាហ្នឹងគ្រាន់តែអស់លោកជាអ្នកឈ្នះអ្នកសរសេរប្រវត្តិសាស្ត្រខ្លួនឯងទាញច្បាប់ឲ្យយឺតដូចកៅស៊ូហើយសរសេរទៅទម្លាក់គេសុទ្ធតែជាអ្នកដែលក្បត់ជាតិទាំងអស់ទៅអានេះណាគឺជាការបោកប្រាស់មួយដ៏ធ្ងន់បំផុតហើយអ្នកដែលឈឺចាប់គឺប្រជាពលរដ្ឋ17លានអ្នកបងប្អូនម្ដងទៀតខ្ញុំអត់និយាយក្នុងន័យញុះញង់ឲ្យបងប្អូនក្រោកតវ៉ាផ្ដួលរំលំរដ្ឋាភិបាលអត់ទេស្ដាប់គ្នាឲ្យបានហើយស្រួលយល់ខ្ញុំចង់និយាយថានយោបាយប្រជាពិធដ្ឋវាលែងមានប្រសិទ្ធភាពទៀតហើយអាមេរិកគឺគេកំពុងតែជួយបែបនេះគឺដើម្បីកុំឲ្យខ្មែរលុះក្រោមឥទ្ធិពលរបស់ចិនពេកយើងទៅខ្សែគប់ចិនហ្នឹងយើងចំណេញអីបងប្អូនមិនមែនថាមិនឲ្យខ្សែគប់ទេនៅពេលដែលយើងរំលាយសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺយើងអត់មានស្អីសង្ឃឹមទេគឺយើងយករូបបដិមាយើងហៅយកឈើពុកយកមកឆ្លាក់ធ្វើជារូបបដិមាដើម្បីគោរពបូជាគឺនៅពេលដែលយើងលងទឹកដុំលាមកក៏យើងតោងដែរព្រោះអីវាអត់មានអីតោងទេសប្ងៃយើងតោងចិនសួរតែចិនហ្នឹងជាដុំលាមកមែនទេសម្រាប់ប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាគឺជាត្រៃរតនៈបាទរតនៈដូចថាសម្បត្តិទ្រព្យដែលជាទ្រព្យគប់ចិន្តាឲ្យព្រោះអីគេលែងជួយអស់ហើយចឹងមានតែចិនបើចិនមិនជួយមានតែរលាយរបៀបដឹកនាំរដ្ឋនេះអស់ទៀតទៅតើបានពឹងអីគាត់ថាំងតែរលាយទៅអត់ពីការដឹកនាំរបស់គណៈបកប្រជាជនប្រទេសកម្ពុជានេះនឹងមានសង្គ្រាមនេះភាសារបស់គាត់អរគុណសន្តិភាពហ្នឹងឃើញការបោកបញ្ឆោតអរគុណសន្តិភាពហ្នឹងគឺបោកគ្រប់កន្លែងសន្តិភាពវាមិនមែនមានតែលើការកដាស់នឹងការនិយាយទេសន្តិភាពវាមាននៅលើផ្លូវចិត្តនិងយុត្តិធម៌បើអត់មានយុត្តិធម៌អត់មានសន្តិភាពទេខ្ញុំមិនមែនជាពាក្យខ្ញុំទេពាក្យរបស់លោក Martin Luther King បើមានយុត្តិធម៌គឺមានសន្តិភាពអត់មានយុត្តិធម៌អត់មានទេសន្តិភាពពីរនេះគឺត្រូវទៅជាមួយគ្នាដល់ពេលអត់មានយុត្តិធម៌ប្រជាពលរដ្ឋមានសន្តិភាពឯណាពេលដែលឆ្លោះគ្នាជាមួយថៃគឺយើងបែកឆ្ងាយគ្នាទៀតទេចោតគ្នារឿងក្បត់ជាតិទៀតទៅជួយថៃអ្នកដែលកាត់ដីឲ្យណានៅហ្នឹងគឺរដ្ឋាភិបាលកម្ពុជាមានលោកទាសីហាមានលោកហ៊ុនម៉ាណែតមានលោកហ៊ុនសែនទៅបន្ទោសលោកសំរងស៊ីថាក្បត់ជាតិកាត់ដីឲ្យថៃឬក៏ចូលដៃថៃនេះដូចក្រុមអង្គការសង្គមស៊ីវិលស្អីគេនោះដែល60អង្គការអីណានោះមហោដកសញ្ជាតិហ្នឹងអញ្ចឹងយើងធ្វើអញ្ចឹង